ឥឡូវងាករេបែមកប្រគុណម្ចាស់ខាងនេះបើញោមញាតិអនុគ្រោះហើយសុំតាំងងារដោយសារខ្ញុំកណានឹងវាមានចំណេះចេះចាំនឹងវាតិចវាទួចវាស្ដួចវាស្ដើងប៉ើងរើងបាយរៃម្លោះហើយអាខ្លួនឯងមិនចេះនឹងសុំតាំងខ្លួនឯងជាអ្នកសួរតែម្ដងព្រោះវាឆ្ងល់ច្រើនហើយអ្នកសួរនឹងគេហៅថាមហាថែឬបច្ចកថែហើយបដិជាប្រគុណជាម្ចាស់ដែលគេហៅថាលោកតាពូលាស់ពីដើមជើងខ្លាំងណាស់សំបីទុកងអចិន្តាមនីនឹងក៏យកមកលេងស្នេហ៍ពលឈ្នះគេដែរឥឡូវនឹងប្រគុណម្ចាស់ជើងខ្លាំងជើងចំណេះចេះចាំសល់ពីសង្គមចាស់បើនិយាយទៅវត្ថុបុរាណហើយនេះប្រយ័ត្នតែគេលួចទៅលក់បាត់ណាយោណាបើប្រគុណម្ចាស់អ្នកប្រាជ្ញសល់ពីសង្គមចាស់មានចំណេះចេះដឹងអញ្ចឹងតែងតាំងប្រគុណម្ចាស់ឲ្យធ្វើជាអ្នកឆ្លើយដែលគេហៅថាវិសច្ចកថែឬអនុថែចំជំនាញដៃគុណហ្មងអូយមិនដឹងជាសបាយប្រតិយ៉ាងណាទេបានតំណែងថ្មីអញ្ចឹងណាចឹងខ្ញុំកណាសុំងាករេបែសួរប្រគុណម្ចាស់ខ្ញុំកណាបានរៀបចំចាត់ចែងតំណែងប្រគេនប្រគុណម្ចាស់ដ៏ថ្មីស្រឡាងធ្វើជាអនុថែតើប្រគុណម្ចាស់មានបតីត្រេកអររំភើបព្រិចរាយយ៉ាងណាខ្លះដែរសូមរតនាចាប់ក្បាលមេក្រូបង្ហោវាចាថ្លាតិចទម្លាក់ជូនយាយបច្ចៈនៃជូនតាឆ្លើយប្រស្នាជូនខ្ញុំកណាឲ្យបានដឹងមកផងសូមរតនានិមន្តផន្ទេមហាធេរៈបបិទ្ធព្រះមហាថែដ៏ចម្រើនឱកាសនៃការសម្ដែងថ្លែងនៅព្រះសទ្ធម្មវិសេសទេសនាដែលកើតមាននេះឱកាសពេលនេះត្រូវសម្ដែងជារបៀបបច្ឆានិងវិសេចនីបានមិញព្រះគុណមានធេរដីកាថាអាត្មានេះសល់ពីនីសល់ពីយូរឲ្យឆ្លើយឥឡូវខ្ញុំកណាទទួលហើយមិនបានថាទទួលព្រោះលក្ខណ្ឌិកៈលោកបានបញ្ជាក់ពីខាងដើមព្រះសម្មាសម្ពុទ្ធសម្ដែងថាមិនគិតទេអាយុអាត្មានេះចាស់ជាងព្រះអង្គមែនប៉ុន្តែចាស់តែសបកដល់តែអាយុព្រោះហ្នឹងក្រោយព្រះអង្គក្រោយច្រើនហើយព្រះគុណអង្គនេះលោកគួរតាំងពីនៅក្មេងតាំងពីសក់នឹងនៅខ្មៅឥឡូវសក់អំបិលម្រេចហើយយូរហើយដែរបើចឹងខ្ញុំកណានេះមិនតតឹងទោះអីទេព្រោះព្រះសម្ពុទ្ធព្រះអង្គសម្ដែងទុកមកថានរណាមានអាយុច្រើនក៏ដោយឲ្យទៅបួសក្រោយទៅនោះត្រូវតែទទួលជាវិសច្ចកថែឬអនុថែហើយដូចម្ដេចបានជាដំបូលមាននៃព្រះសម្ពុទ្ធព្រះអង្គសម្ដែងបែបនេះដោយព្រះអង្គយោងទៅតាមសភាវៈទាំងឡាយដែលអ្នកបួសមុនគឺចេះចាំច្រើនជាងអ្នកបួសក្រោយសម្រាប់ឲ្យតម្រង់ធម៌បានគេឲ្យអ្នកមានភាសាច្រើនហ្នឹងធ្វើអ្នកសួរអាត្មាហ្នឹងថាពីក្មេងយកទៅឆ្លោយទៅហើយនេះក៏នៅឥឡូវចាស់ហើយនៅតែឆ្លោយទៀតអានឹងបែបយើងធ្វើបុណ្យពីដើមមកយ៉ាងម៉េចទៅបានរៀបចេះជួបតែឆ្លោយទាំងអស់ចឹងតែខ្ញុំកណាសុំពរព្រះគុណពីរយ៉ាងទី1ក្រែងសំណួរនៃព្រះគុណដេញដល់មកខ្ញុំកណាហើយខ្ញុំកណាឆ្លើយទៅឃើញថាពុំទាន់ត្រឹមត្រូវតាមបំណងដែលព្រះអង្គសាកសួរនឹងក៏សូមឲ្យព្រះអង្គបំពេញឲ្យត្រឹមត្រូវឡើងបទទី2ក្រែងសំណួរដែលព្រះគុណជាអង្គម្ចាស់សាកសួរឲ្យខ្ញុំកណាឆ្លើយទៅវាវែងពេករហូតដល់តែឃ្លាតប្រធានបទក៏សូមឲ្យព្រះគុណកាត់ឲ្យតម្រឹមត្រឹមត្រូវឡើងដើម្បីងាយដល់ពុទ្ធបរិស័ទជាអ្នកបដិបត្តិអ្នកបពោទាំងឡាយពីរយ៉ាងដែលខ្ញុំបកករណាសូមព្រះអង្គឲ្យនេះព្រះអង្គព្រមព្រៀងទទួលហើយសូមនិមន្តសម្ដែងពធទេសនាចែកជូនពុទ្ធបរិស័ទតាមការគួរសូមទានព្រះមហាថេជ្រាបសាធុសាធុអរប្រគុណណាស់ម្ទេសកាន់តែចាស់កាន់តែហឹលខ្ញីកាន់តែចាស់កាន់តែហឹលចាស់ហើយសំឡេងនៅព្រោះស្រួយស្រោកមើលតែគេបោកអំបែងចានញោមចេញមកឡើងប្រាវ
ប្រគុណឲ្យសំឡេងប្រគុណមានភាពតាក់ទាញណាស់គ្រាន់តែឮគួរឲ្យចង់ស្ដាប់ហើយក៏គួរឲ្យចង់សួរដែរប្រគុណម្ចាស់ក៏យល់ព្រមតាមសំណើអស់ហើយថាទទួលជាអនុថែឲ្យសុំសនំពរ2សនំពរប្រមាណក៏សនំទៅឲ្យតែទទួលអាហ្នឹងវាមិនហួសពីគេតឹមគោតឹមម្ទេសទេគេលួងគោឲ្យទៅចូលនឹមសិនទេតាហើយទៅចូលនឹមវាប់តាក់ខ្សែទៀមជាប់ហើយកណាទេអ្នកឡើងបណោម៉ោងក៏នៅកណាចលួញក៏នៅកណាខ្សែតីក៏នៅកណាតែមិនទៅមុខនឹងតាមដំណើរហើយមិនថាគោក្មេងមិនថាគោចាស់ទេឥឡូវថ្ងៃនេះបើនិយាយពីអ្នកបរទេសវិញអាត្មាបានគោចាស់ប្រហែលជាលឿនហើយមើលតែព្រះគុណជាអង្គម្ចាស់ខ្ញុំកណាឆ្ងល់ដបងគេឆ្ងល់មនុស្សយើងតើគេធ្វើបុណ្យអីបានកើតជាមនុស្សនឹងហេតុអីបានកើតជាមនុស្សនឹងកើតដោយសារអីសូមនិមន្តឆ្លើយហន្តេមហាធេរៈបពិតព្រះមហាថែជាអង្គម្ចាស់ដ៏ចម្រើនសត្វលោកដែលកើតឡើងក្នុងលោកកសន្និវាសនេះមកអំពីអ្នកនោះបានបំពេញអំពើល្អទាំងឡាយពិសេសមានសិល5អ្នកណាមានសិល5បានមកកើតជាមនុស្សវិញហើយសូមទានព្រះមហាថែជ្រាបបានមកកើតជាមនុស្សដោយសារមានសិលមានសេចក្តីល្អបានមកកើតជាមនុស្សហើយចុះមនុស្សយើងនឹងពេលដែលស្លាប់ទៅកើតវិញឬក៏អត់សូមឆ្លើយហន្តេធេរៈបពិតព្រះមហាថែដូចចម្រើនគិតតាមគម្ពីរដីកាពុទ្ធសាសនាថាស្លាប់ទៅកើតទៀតសូមព្រះមហាថែជ្រាបបើកើតទៀតកើតនៅលគិតឬកើតនៅលកាឬកើតទីណាសូមឆ្លើយកើតមិនទៀងជួយអីទៅកើតក្បែរកុដគុណនៃបតុមវដីនោះផ្ទះញាតិញោមនៅក្បែរនោះឲ្យតែញាតិញោមនឹងមានចិត្តកាត់កម្លាសាធាទៅតាមឡានជាមួយព្រះគុណព្រះមហាថែនេះទៅដល់ក្នុងមានញាតិញោមឯណាឧបនិស្ស័យដល់ភ្លៀងចុះទៅផ្លែគេកំពុងទៅហាត់ប្រាណទៅចូលផ្លែកើតបានសូមព្រះមហាថែជ្រាបដូចមិនតន់ជ្រាបមិនដែលពីណាកំពុងតែហាត់ប្រាណទៅចូលផ្លែតែមិនស្ដាប់មិនយល់មើលសុំបកស្រាយឲ្យច្បាស់ជាងនឹងបន្តិចទៅមើលតើមនុស្សយើងដែលស្លាប់ទៅតើទៅកើតនៅកន្លែងណាសូមនិមន្តបញ្ចេញសូរសៀងស្នៀងពវាចាម្ដងទៀតហន្តេមហាធេរៈបពិតព្រះមហាថែដ៏ចម្រើនបណ្ឌិយាយអំពីកំណើតរបស់សត្វព្រះលោកនាថជាអម្ចាស់ព្រះអង្គទ្រង់ត្រាស់ទេសនាថាទល់តែមានធម៌3យ៉ាងជាបច្ច័យទើបបានកើតឡើងជាមនុស្សបានយ៉ាងទី1លោកសម្ដែងថាមនុស្សស្រីដែលជាមេដានៅជាមនុស្សមានរដូវដល់ទៅទី2ទល់តែលោកឪពុករបស់យើងនឹងលោករួមរយៈមេត្រីជាមួយនឹងអ្នកម្ដាយហើយបើរួមរយៈមេត្រីជាមួយនឹងអ្នកម្ដាយហើយมันមានវិញ្ញាណចូលទៅចាប់បដិសន្ធិទេក៏មិនអាចកើតបានគ្រាន់តែគេដូររឿងដូរឈ្មោះដូរពាក្យទេតើកាលព្រះសម្ពុទ្ធលោកថាមានបដិសន្ធិវិញ្ញាណចូលទៅដល់ឥឡូវហ្នឹងគេមិនថាអញ្ចឹងគេថាមេរោគចូលទៅហើយចូលទៅកើតមិនមួយមិនពីរទេញាតិញោមអើយច្រើនណាស់អ្នកណាមានឧបនិស្ស័យនៅភូមិតាំងស្រាយមកកើតតាំងស្រាយញាតិញោមណាមានឧបនិស្ស័យទៅកើតជាទេពធីតាទេវបុត្រឯនោះទៅកើតឯនោះទៅសិទ្ធិនិស្ស័យហើយប៉ុន្តែអាស្រ័យនឹងធម៌3យ៉ាងគ្រាន់តែកំណើតរបស់មនុស្សវាខុសពីកំណើតទេវតាកំណើតទេវតាលោកសម្ដែងថាគ្រាន់តែនាងទេពអសរនិងទេវបុត្រនឹងស្រឡាញ់មុខគ្នាទៅបានទៅជាមនុស្សបានទៅជាកូនប្រហែលយើងមានអាយុ16ឆ្នាំហើយដល់យើងជាមនុស្សសត្វលោកទាំងឡាយនេះទោះតែមានធម៌3យ៉ាងដូចបានបង្ហាញមកហ្នឹងមិនដែលទៅកើតក្នុងស្ត្រីដែលអស់រដូវទេញាតិញោមអើយយូរប្រទេសមួយមិនងាយជួបណាទេគុណអ្នកណាតា50អីហ្នឹងញាតិញោមយាយមានអាយុ50ឲ្យមានកូនតូចទេកាលពីតរនៅមានកូនយូរមានមួយអូតែ49 48 50ហើយកូនចូលទៅកើតមិនហ៊ានចុះដីទេអញអើយ50ឲ្យស្ទើរមកទៅងុនអញ្ចឹងបើរកគិតមែនតើទៅធម្មជាតិទៅមានអីអើយតែស្វាមីខ្លួនឯងគុំតែយើងទៅចកាច់ចកើនឹងប្រុសឈ្មោះលេណែដល់បានលោកខ្មាស់
nắng lúc sầm này chẳng toàn là miền Tây Giang nắng nó nhìn nhung nắng miền Vĩnh Yên nắng miền Đà nắng miền rồi đâu rong tiếng Tây Đà nôm phụ thía gió ta ơi nè mà đại tục bình trong nhung sấy chi chừng lúc nhung pro nè nôm phụ ta ơi nè mà đại tục ôi nơi rư mình nơi sấy tầng mẹ trong ở nơi còn nơi mẹ trong ở tới còn tới mình chấm non chuột nói cái là của ba lâu một miền của ba tê bầm trong ai đâu ok ta mà micro mau tay ba nói chẳng ăn tận đây được trong con nào kiến miền quả man còn này sông tiến làm hát thầy chứ đi buồn nơi tập vót cái squat ok squat ai là bài thế nè con mà cha lôi nâng trời ấy bàn tay anh ấy trong dây bị cao chi mà nô phần này nhom cả ná tao xôm bậc kên sầm nua mà đòn tiết thà tập bốn thà sạch mà nuôi dương tầng o nâng slap tới cao tiết đầy ót thà cao tiền chẳng nhom cả ná trong đăng thà tài cao nâng cao nữ cả lại nà khla chẳng xôm cả bộ sài máu đôi chỉ lư ta cả lại mà nuôi mùi chẳng trong ngoài ban các bài tao mà nuôi nâng sạch ta cao chi mà nuôi tầng ó rư có tới cao để nà khla trong đăng slap tới hồi thật cao tiền nó cao chia sẻ khla xôm mà đặt tình đi mà đồ tiền tê mà hà thì đấy bỏ bất phải mà thái rồi chồng ra nó sầm đáy nhung pi ca cao nó miền đo tứ sài giang tại bồng pruy đòi lấy miền trâm tại bảy giang tì mùi cao khăn cam ma vay kia đấy sắp lục đèn lai na đèn nơi à sài cám viêm miền đọc mùi tròn miền nô ruột miền prét miền asorikai miền tây chán miền manu miền tây và ta không than cha tụ mà ha đi chỉ cá than ta và tăng than gì mía than năm miền là tây và đẹp năm mặt bạ và sạ và tây chẳng đọc mùi đi ôi chúa thà cá mà than lo từ rụp và than ban đó rụp và pum tàng lai đọc và mùi tròn Brahmaloka Brahmaparasachi Brahmaparoi Tamaha Brahmi Parata Phi Apamana Phi Apesara Parata Sophia Apamana Sophia Sopakan Haka Ve Hapala Asani Sata Aviha Atapa Sotiasa To Sotiasai Bài Cần Đá Đọc vào mùi ní Chmô Tha Rúp Và Than đo tới a rụp bậc thang có miền buồn a ca sa nành chai yết nạ muối bình nhiên nành chai yết nạ muối a canh chai nhia yết nạ muối nếu mà xanh nha nia xanh nha yết nạ muối nên từ ca nâng ca a sray đời bôn đời cổ so từ tam lục đạp nè nạ bát từ ca không à bài nè nạ bôn từ ca rồi bị mất lúc rồi hốt đỏ cùm mà lô sông tiến và má thầy chứ điประเคนปันตุมาเลียนนี่บางแกหางถัดเรือตามสมนูขยมกันนะจองดังจังแล้วประกนมาจากชลอยรัวใจรวมสำคัญกันไหลแต่ตือการนั่งเวียนเมียนใบประพบคือการมาพบมวยรูปประพบมวยอรูปประพบมวยการมาพบนี่นาเมียนบนละม้อมการจิมนุนาเมียนบนคลังการจิตเทวดาประมวยจ้อนนาเมียนบาปตื่นรู้ตื่นปลายตะมองเวลาขนมกามาพบโดยขี้ให้ดอยตะเปรูปตะปรุบเนี่ยจำเริญท่อออบนังกาเนยนายนังกาจงจันจงเชเนี่ยประอุดขี้นั้นก็จำเริญท่อตื่นแต่การขนมรูปตะปรุบดอกประมวยเนี่ยคลาวิทุนหนึ่งรูปเตี้ยอันคมจำเริญท่ออันสอบรูปนึงนะแต่เมียนรูปเมียนรูปเมียนตุกชาดนาทอtớiสลับtớiการขนมอารูปประพรมบุญจวนเตียสรบtớiกลายเตยการรูปประพรมนั่งเวียนเมียนดอกประมวยอารูปประพรมบุญทานเทวดาประมวยมนุษย์มวยอบายภูมิเมียนบุญสรบtới30 มวยกลายสลับtớiนั่งนะโยมtớiการ30 มวยกลายปันแต่โดนตามมากองยืงนั่งได้กอดสลับtớiมันดังท่าtớiการกลายมวยนาเต้บ่ยืงดังถ้ากอดการกลายนี่กลายนู้วิสนกធ្វើបនបញ្ជូនតែឲ្យឬក៏ទៅរកគាត់ឥឡូវយើងមិនដឹងបានយើងធ្វើបនទៅទឹះទៅគាត់ទៅនៅកន្លែងណាក៏ឲ្យទទួលបានឆ្ងល់អញ្ចេះទៀតប្រគុណម្ចាស់មនុស្សយើងកាលកើតមកដៃក្តាប់ចុះមិនបានជាស្លាប់ទៅវិញដៃលាសូមនិមន្តឆ្លើយផនតេមហាធេរៈបបិទ្ធព្រះមហាថេរដោយចម្រើនកើតមកដៃក្តាប់ប
បញ្ជាក់សេចក្តីថាកើតមកនឹងត្រូវទៅប្រឹងប្រែងគ្រប់រឿងទាំងអស់ដើម្បីនឹងសន្សំទ្រព្យមានវិញ្ញាណឥតវិញ្ញាណខំរៀនខំសូត្រអោហាតសង្វាតសវាសទិញកើតពីពោះម៉ែមកនឹងដៃក្តាប់អញ្ចឹងដល់ពេលស្លាប់លោកទៅវិញលាទៅតែទេมันមានយកអីទៅជាមួយទេអាហ្នឹងមានការផ្លែកពីរយ៉ាងហ្នឹងហើយដល់មួយយ៉ាងទៀតញាតិញោមមួយយ៉ាងទៀតពេលដែលកើតឡើងចំណេះចេះពីនាយមកគឺយំនឹងតែម្ដងមិនដែលមាននរណាកើតឡើងសោតតែកើតឡើងយំហើយនឹងញាតិញោមណាឬក៏អ្នកតាំងស្ដាយនឹងមិនមាននរណាយំមាននរណាកើតឡើងសោតព្រះអាត្មាផងឬក៏ព្រះគុណខាងថ្នោតកំពង់អស័យនោះធ្លាប់ឃើញគេសោចក៏ប្រាប់មកផងបើសប្រចាំគ្មានទេតែកើតឡើងដឹងតែងាមកខ្លះមិនទៅយំទៀតទៅលយាយមកនឹងផ្ទះកាបេះគូបាច់បានវាវងាឡើងអញ្ចឹងបានសេចក្តីដូចទូលខ្លីប៉ុណ្ណេះបើខ្វះខាតសូមថែមថយទៅទៀតសូមប្រមាថៃជ្រាបចាកើតមកនឹងមិនក៏មិនសោចទៅយំវិញមកវិហេតុអីមកពីភ័យនឹងញាតិញោមណាភ័យក្នុងក៏ដាក់សង្សារហើយបានយំសូមប្រមាថៃជ្រាបអូធ្លាប់ទៅធ្វើយីមកពីកាលនេះដឹងទាំងអស់ក៏ទៅលោកជំនាញញោមអូខេក៏ចេះអាយីមកក៏ចេះដឹងកើតមកតលផ្ទះគូតបានយំឯណាទៀតដឹងទៅធ្វើយីមកបកើតកូនគេអស់ប្រមាណដល់ទេនេះសូមប្រគេនពរប្រគុណជាអង្គម្ចាស់សាងភ្នោះបួសរហូតរាល់ជាតិកុំឲ្យជាតិណាសឹកបាននៃសោះដូចសេចក្តីប្រាថ្នាសាធុណាអូយទេវតាតាំងស្នាយភ័យសលិតភ័យកលាញ់តកាលគៀតមលងភ័យស្នៀតតពាំងច្រេះស្នាយពលហើយជួយចាំចំណាំទុកបដិជាប្រគុណសាធុព្រមហើយបួសរាល់ជាតិកុំឲ្យសឹកបានអរគុណណាស់ព្រះគុណជាអង្គម្ចាស់ថាកើតមកដៃក្តាប់ម្នាក់យកលូបលុនប្រាថ្នាចង់បានឆ្លោះគ្នាតដីមកជាអាមក៏មើលមុខគ្នាមិនត្រង់ផ្ដឹងផ្ដល់និយាយពីដល់បន្ទុកព្យួរនឹងភ្លឺទាំងព្យួរចង់ដាច់ភ្លឺអស់ហើយយូរស្រែបប៉ោងមើលទៅពោះលេបកែបមើលទៅសបក7អញ្ចឹងវាលុបលុនចង់បានព្យួរឆ្វេងយកផ្លូវទៀតក៏តែមានដែរហើយដល់ទីបំផុតស្លាប់ទៅវិញតទេអាខំឆ្លោះតោះរឿងដីពី3កន្លែងស្រាប់តែបានវិញព្រះហើយបដោយ2ម៉ែត្រទៅតឹង6ទឹកជម្រៅ6ទឹកចង់បញ្ចប់បើមិនមកកញ្ចប់ភ្នោមួយទីបំផុតបើមិនដុតកប់ចង់បញ្ចប់បើមិនមកកញ្ចប់ភ្នោមួយអត់មានយកអីទៅសោះបានជាទៅវិញគេហៅថាលាបាយតែម្ដងដៃលាតែម្ដងណាញោមណាស្ដេច Alexander the Great ជាស្ដេចខ្លាំងមកពីខាងក្រិចណោរាជធានីម៉ាសេដននិយាយពីវ័យទៅដើមប្រទេសជាតិមកជាហៀងផែនដីណាញោមវ័យមានទ្រព្យសម្បត្តិដ៏ខ្លាំងអំណាចខ្លាំងណាស់ប៉ុន្តែដល់ទីបំផុតលោកសកុតមុននឹងសកុតទៅប្រមូលដុកទ័រខ្លាំងមកទាំងអស់ប្រមូលដុកទ័រមកហើយឲ្យដុកទ័រនឹងឯងត្រៀមចាំសែងខ្មោចលោកឲ្យគេធ្វើមឈូសពីមាសពីពេជ្រពីប្រាក់ហើយចោះប្រហោងចេញដៃចេញជើងមកក្រៅទាំងអស់ឲ្យដុកទ័រនឹងសែងឲ្យប្រជាជនមើលជាសញ្ញាបញ្ជាក់ថាម៉េចដល់ស្ដេចសកុតទៅគេដាក់ស្ដេចក្នុងមឈូសនឹងគេបញ្ចេញដៃបញ្ចេញជើងមកក្រៅធ្លាក់ឲ្យសយាអញ្ចឹងហើយដុកទ័រនឹងសែងដើរទៅមានន័យថាអស់លោកមើលចោះសូម្បីម្បាលយើងជាស្ដេចចក្រពត្តិដែលមានឫទ្ធិអំណាចខ្លាំងវៃទៅដើមបានទាំងដីបានទាំងអំណាចទ្រព្យសម្បត្តិមិនខ្វះទីបំផុតគ្មានយកអីទៅរួចទេបានតែគេឈ្មោះអាក្រក់ទុកក្រន់គេស្ដីគេនិយាយដើមតែប៉ុណ្ណោះទៅដៃទៅទេឃើញទេហើយដុកទ័រវេជ្ជបណ្ឌិតពេទ្យល្បីខ្លាយជាអ្នកសែងខ្មោចដូចគ្នាសម្បីមានថ្នាំទឹកមកពីណាក៏មិនឲ្យជីវិតអមតៈបានដែរដូច្នេះអ្នករស់នៅជំនាន់ក្រោយឲ្យចេះចែករំលែកគ្នារស់សាងសេចក្តីសុខជាមួយគ្នាផងប្រគុណហើយកាន់ទូរស័ព្ទ iPhone អ្នកកាន់ iPhone ណាគេម្ចាស់អ្នកធ្វើលោក Steve Jobs លោក Steve Jobs ធ្វើកែផលិត iPhone ក្រុមហ៊ុន Apple គាត់ជាអ្នកសមាធិណាញោមមួយឆ្នាំមកសមាធិនៅឥណ្ឌា2ដងហើយអ្នកផលិត iPhone ឲ្យយើងប្រើតាមកាលសម័យរបស់គាត់ចង់ឲ្យមើលឃើញមុខគ្នាហ្នឹងដល់ទៅពេលគាត់ចិត្តស្លាប់ទៅគាត់ផ្ដាំថាអ្នកទាំងអស់គ្នាអើយខ្ញុំគេសម្គាល់ថាខ្ញុំជាអ្នកមានជ័យជំនះលើមុខចំនួនមានប្រាក់រាប់លានដុល្លារប៉ុន្តែឥឡូវហ្នឹងនៅតែ2ម៉ោងទៀតខ្ញុំស្លាប់ហើយលុយខ្ញុំទាំងអស់ហ្នឹងគឺលែងមានអំណាចអីសម្រាប់ខ្ញុំហើយជួលគេឲ្យស្លាប់ជំនួសក៏មិនបានជួលគេឲ្យឈឺនៅលើក្រែពេទ្យជំនួសក៏មិនបានអញ្ចឹងនៅតែប្រហែលម៉ោងទៀតខ្ញុំស្លាប់ចោលលុយនឹងទៅទេ
ចឹងឲ្យបានផ្ដាំអ្នករស់នៅជំនាន់ក្រោយចង់ឲ្យបានសុខគិតគូម៉ែឪគិតគូបងប្អូនប្រពន្ធកូនធ្វើម៉េចចែកគ្នារស់ឲ្យបានសុខស្រួលទៅទីបំផុតស្លាប់ទៅចោលទៅទេបានកើតឡើងមកដៃក្តាប់ស្លាប់ទៅវិញដៃលាចឹងនោះណាប្រគុណម្ចាស់ឆ្ងល់មួយទៀតឬប្រគុណម្ចាស់បកែប្រស្នាចឹងចង់សួរបន្តិចថាមនុស្សយើងកើតមកមានផ្ទះសំខាន់ធំធំ3ម្នាក់មានផ្ទះនៅ3តើផ្ទះ3នោះផ្ទះឯណាខ្លះសូមនិមន្តឆ្លើយផនទេមហាធេរៈបបិទ្ធព្រះមហាថេរដ៏ចម្រើនបាននិយាយតាមគន្លងសាសនាអ្នកមានទាំងឡាយមានព្រះរាជាជាដើមលោកធ្វើប្រាំងប្រាសាទនោះដល់ទៅ3ប្រាសាទទី1សម្រាប់នៅក្នុងរដូវក្តៅប្រាសាទទី2សម្រាប់នៅក្នុងរដូវត្រជាក់ប្រាសាទទី3សម្រាប់នៅក្នុងរដូវរំហើយអ្នកមានដល់ប៉ុណ្ណឹងហើយដល់គេយើងគ្រប់គ្នានេះមាន3យ៉ាងដូចចុះដែរប៉ុន្តែជាមិនរួចពីរដូវកាលទាំង3គឺត្រជាក់ក្តៅនឹងលហើយនឹងទេសូមទៀនប្រមាថៃជ្រាបបន្ទុកបានពៈកដាលទេឆ្លើយប្រស្នាអត់តន់ត្រូវឥឡូវខ្ញុំកណាប្រហើបប្រាប់ម្នាក់នឹងមានផ្ទះ3ឥឡូវនេះគេសម្ពោធអាផ្ទះចុងក្រោយគេណាញោមណានេះអាផ្ទះចុងក្រោយគេភាកច្រើនតស1ឥឡូវហ្នឹងផ្ទះចុងក្រោយណាផ្ទះទី1តស2ផ្ទះទី2តសច្រើនដល់ផ្ទះទី3ច្រើននៅតស1ហើយប្រហើបប៉ុណ្ណឹងមើលប្រគុណម្ចាស់ជួយឆ្លើយម្ដងទៀតមើលតើមនុស្សម្នាក់មានផ្ទះ3ហ្នឹងអីខ្លះអាផ្ទះទី1នោះឮថានៅ8 9ខែណាណោះសូមនិមន្តឆ្លើយបាទផ្ទះទី1លោកសួរអាត្មាថាផ្ទះទី1មានតស2ហ្នឹងជើងទាំងពីរហ្នឹងហើយតសព្រះគុណហើយដល់ទៅផ្ទះកដាលមានតសតែមួយហ្នឹងមេឃនឹងឯងហើយដល់ផ្ទះចុងក្រោយនេះបច្ចេកដីបើកូនចៅមានសទ្ធាគ្រាន់បើហើយបើមិនសូវមានសទ្ធាទេកប់ចោលក្នុងដីនឹងទៅជុះអាចដាក់លើក្នុងជួនអីអាចចៅទៅជុះលើថ្មធ្នោជាដូនធ្នោជាតានោះក៏មានតាមទស្សនៈខ្ញុំកណាប៉ុណ្ណេះបើខ្វះខាតសូមព្រះអង្គថែមថយសូមប្រមាថៃជ្រាបកណាអរប្រគុណណាស់បកែអញ្ចឹងញោមយើងទាំងអស់គ្នាផ្ទះទី1ក្នុងផ្ទៃម្ដាយនៅ9ខែ10ថ្ងៃណាញោមណាហើយដល់តែចេញមកនៅអាផ្ទះរាល់ថ្ងៃនេះទៅសច្រើនណាអាផ្ទះទី1ទៅសទៅ2ទេដល់តែជីវិតចុងក្រោយនៅអាផ្ទះទៅស1នេះអាខ្លះគេទៅទិញពីផ្សារមកទៅសតែ1ទេដោយរៀងទេផ្ដាអញ្ចឹងអាខ្លះគេធ្វើចេះដីក៏នៅតែទៅស1ដែរកោតក៏ទៅស1ដែរណាញោមណាអញ្ចឹងជីវិតរបស់យើងនឹងខិតទៅមុខទាំងអស់គ្នាអញ្ចឹងហើយបានជាលោកខិតខំធ្វើបុណ្យសន្តានទោះបីយើងចង់មានចង់ចាញ់ចង់ឈ្នះគ្នាយ៉ាងណាក៏កិច្ចមិនផុតដែរព្រះគុណជាអង្គម្ចាស់ហើយមនុស្សយើងកើតមកមានមាត់1មានភ្នែក2មានត្រចៀក2មានច្រមុះ2ឲ្យចុះមិនបានជាមានមាត់តែមួយដៃក៏2ជើងក៏2ភ្នែកក៏2ត្រចៀកក៏2មិនក៏មានមាត់1គេថាឲ្យមាត់នឹងឯងនិយាយឲ្យវាតិចភ្នែកមើលឲ្យច្រើនហើយត្រចៀកស្ដាប់ឲ្យច្រើនជើងដៃប្រឹងធ្វើការឲ្យច្រើនកុំឲ្យនិយាយច្រើនពេកហើយមាត់តែមួយពិបាកចិញ្ចឹមយ៉ាងហ្នឹងតម្រាំមាត់ច្រើនទៀតមិនដឹងចិញ្ចឹមវាឈ្នះទេដូច្នេះបាសនារបស់មនុស្សយើងមានច្រើនណាស់ព្រះគុណម្ចាស់ឥឡូវកើតមកជាមនុស្សហើយចង់ដឹងតទៅទៀតថាតើមនុស្សយើងទាំងអស់ហ្នឹងដែលយើងមើលឃើញហ្នឹងមានប្រមាណប្រភេទសូមនិមន្តឆ្លើយផនទេមហាធេរៈបបិទ្ធព្រះមហាថេរដ៏ចម្រើនបើតាមព្រះពុទ្ធដីកាមាន4ប្រភេទប៉ុន្តែព្រះអដ្ឋកថាចារ្យលោកថែមមួយមកទៀតគិតជា5សូមប្រមាថៃជ្រាបមាន4ផង5ផងជ្រាបដែរប៉ុន្តែជ្រាបមិនតាន់សើមបើអញ្ចឹងសូមរតនាប្រគុណម្ចាស់រៀបរាប់មកមើលតើ4ប្រភេទនោះអ្វី5ប្រភេទនោះដូចម្ដេចខ្លះសូមនិមន្តរៀបរាប់ផនទេមហាធេរៈបបិទ្ធព្រះមហាថេរដ៏ចម្រើនសំណួរដែលព្រះអង្គបានសាកសួរនេះបានដល់ពិភពទាំងឡាយដែលកើតឡើងជាមនុស្សស្រីមនុស្សប្រុសគ្រប់យ៉ាងនេះលោកថាប្រភេទទី1មនុស្សកើតឡើងមានរូបរាងកាយមានអវយវៈប្រជុំដោយអាការៈទាំង32ដូចគ្នាមែនប៉ុន្តែកិរិយារស់នៅកិរិយាប្រព្រឹត្តស្មើគ្នានឹងសត្វនរោបើប្រព្រឹត្តស្មើគ្នានឹងសត្វលោកហៅថាមនុស្សនេរិយកោនេះជាចម្ពោះទី1ចម្ពោះទី2កើតឡើងពីមនុស្សជាគេឯងនឹងដែរប៉ុន្តែកិច្ចការរកទទួលទានចិញ្ចឹមជីវិតនឹងស្មើគ្នានឹងពពួកប្រែត
បើដូចនេះលោកហៅថាមនុស្សស័កពេកតោហើយដល់ទៅចំពោះទី3បច្ចិនស្រីព្រះអង្គសម្ដែងថាកើតមកមានរូបរាងកាយជាមនុស្សដែរប៉ុន្តែកិរិយារស់នៅនឹងប្រព្រឹត្តស្មើគ្នានឹងសត្វទេរិឆាតលោកហៅថាមនុស្សស័កតិរច្ឆាណោដល់ទៅមនុស្សទី4កើតឡើងមានអវយវៈគ្រប់គ្រាន់ទាំងអស់គ្នាហ្នឹងណាប៉ុន្តែប្រកបដោយធម៌ឲ្យទានសាសិលចម្រើនមេត្តាភាវនាមនុស្សបែបហ្នឹងលោកហៅថាមនុស្សទី4មនុស្សស័កមនុស្សសោដល់ទៅព្រះអត្តកថាចារ្យលោកថែមមួយទៀតថានរណាមួយមានហិរិនិងអតបៈឬក៏មានធម៌ទាំងឡាយ5យ៉ាងមានសទ្ធាជាដើមឡើងទៅនោះណានោះឯងមានសន្តានជាមនុស្សមែនប៉ុន្តែកិរិយាប្រព្រឹត្តរស់នៅស្មើនឹងទេវតាបានជាលោកចែកមកថាមាន5សូមទានប្រមាថៃជ្រាបសាធុជ្រាបហើយខ្ញុំកណាជ្រាបបណ្ឌយាយតាមិនដឹងថាជ្រាបទៅអត់ទេមនុស្សមាន5ប្រភេទញោមណាហើយមនុស្សមាន5ប្រភេទលោកក៏បានរៀបរាប់រួចហើយខ្ញុំកណាអាត្មាភាពឆ្នាំហ្នឹងមានការចាប់អារម្មណ៍មួយអំពីលោកអាចារ្យគាត់បានមានប្រសាសន៍ខាងដើមបាញ់មិញថាម្ចាស់បុណ្យនេះសិតតែក្មេងទេហើយអញ្ចឹងសំដែងធម៌បែបណាដើម្បីឲ្យក្មេងបានយល់ហើយខ្ញុំកណាអាត្មាមានការចាប់អារម្មណ៍មួយទៀតនៅភ្នំពេញថ្នាក់ជាតិឆ្នាំនេះរដ្ឋមន្ត្រីសិតតែក្មេងទាំងនាយករដ្ឋមន្ត្រីឡើងរីឯអ្នកមកបុណ្យអ្នកមកស្ដាប់ធម៌ក៏សិតតែក្មេងដែរគ្រាន់តែវេនមិញនេះអាត្មាសំដែងញោមមកចំណាស់យ៉ាងច្រើនសកលអាត្មាចុះក្រោមឯងមកសាលាសិតតែក្មេងទាំងអស់សិតតែខ្ទង់40ខ្ទង់30ខ្ទង់40ហើយយ៉ាងច្រើនខ្ទង់50ឆ្នាំហ្នឹងឃើញប្លែកសម្បូរក្មេងមកធ្វើបុណ្យមកស្ដាប់ធម៌ណាហើយនាយករដ្ឋមន្ត្រីហើយរដ្ឋមន្ត្រីផ្សេងសិតតែក្មេងហ្នឹងគាត់នាំក្មេងមកធ្វើបុណ្យមកស្ដាប់ធម៌រហូតដល់ម្សិលមិញមានវេនក្រុមជាមួយនោះគេហៅក្រុមកាយរិទ្ធនោះក៏មកចូលរួមក្រុមវេនខ្លះក្រុមយុវជនតែម្ដងហើយថ្ងៃនេះមានសិស្សមកតាំងពីប្រទេសសិង្ហបុរីអីក៏មកសុទ្ធតែក្មេងហើយអញ្ចឹងយើងចង់ដឹងថាធម៌ពុទ្ធដែលលោកសម្ដែងមកហ្នឹងតើលោកសម្ដែងសម្រាប់តែមនុស្សចាស់ទេឬក៏សម្រាប់ទាំងចាស់ទាំងក្មេងដែរពីព្រោះអ្នកខ្លះគាត់ច្រើនតែប្រើពាក្យថាដេចគុណនៅជាមើលបុណ្យខ្ញុំកណានិមន្តដេចគុណមកទេសឲ្យយាយតាស្ដាប់ជាមើលខ្ញុំកណាឆ្លងចេតិយនិមន្តលោកតាពូលាស់មកទេសឲ្យលោកតាស្ដាប់មកឲ្យយាយតាស្ដាប់អ្នកខ្លះមិនថាពូលាស់ទេជាមើលតែបុណ្យខ្ញុំកណាទៅនិមន្តលោកតាប៉ាត់ឈឿនយកមកទេសឲ្យយាយតាស្ដាប់ហើយអាត្មាវល់តថាចុះស្ដាប់តែយាយតាចុះខ្លួនឯងមិនស្ដាប់ផងទេក៏អីអញ្ចឹងចង់សួរប្រគុណម្ចាស់ថាតើធម៌ព្រះហ្នឹងព្រះអង្គទូមានតែមនុស្សចាស់ទេឬមួយក៏ព្រះអង្គទូមានក្មេងដែរសូមនិមន្តឆ្លើយផន្ទេមហាធេរៈបពិតព្រះមហាថេរជាអម្ចាស់ដ៏ចម្រើនធម៌នៃព្រះសម្មាសម្ពុទ្ធបរមគ្រូជាអម្ចាស់ព្រះអង្គមិនមែនចែកថាធម៌នេះសម្រាប់ចាស់ធម៌នេះសម្រាប់ក្មេងទេព្រះអង្គសំដែងសំដៅដល់សត្វលោកទូទៅទាំងអស់បានជាមានពុទ្ធកិច្ចណាញាតិញោមណាមានពុទ្ធកិច្ចទាំងឡាយ5យ៉ាងដល់ពុទ្ធកិច្ចទី4នោះរមិលមើលឧបនិស្ស័យដូចមិញហ្នឹងយើងទាំងពីរទាំងបដិប្រគុណទាំងខ្ញុំកណាមិនដឹងទេព្រោះមិនបានរមិលមើលឧបនិស្ស័យឯណាទោះតែលោកអាចារ្យតាំងស្នាយប្រាប់ថាក្មេងអ្នកម្ចាស់ទានសិតតែក្មេងបើចុងក្មេងហ្នឹងរក្សាសិលពីក្មេងឲ្យបានទេយើងណាស់តែយល់ថាមិនបានបើខ្ញុំកណាគិតសពថ្ងៃនេះសនុកអាសាសិលជាងពីបុរាណណាពីបុរាណញាតិញោមពីបុរាណយ៉ាងម៉េចពីបុរាណអាងអីអាងទ្រូអាងលោបអាងសយើនអាងសៃឥឡូវអត់មានប្របាក់ទេញាតិញោមអើយទៅតែស្នាយពុលអីក៏មានដែរមានគ្រប់យ៉ាងទាំងអស់អញ្ចឹងអំពើបាណាពាធាហ្នឹងរួចទាំងអស់អាចបំពេញបានអូសិលនេះបើរសាពីក្មេងលោកសំដែងថាសិលហ្នឹងមិនមែនជាសិលអីសិលខ្ញុំគេដែលញាតិញោមណាប្រយ័ត្នតែយើងទៅសុំសិលលោកសំដែងថាទានហ្នឹងមានទានសំណល់ហើយសិលហ្នឹងមានសិលទំនេរអាទានសំណល់អីមិនទានសំណល់ថារបស់វាមានច្រើនចាណាអាល្អអញកាសទុកមកអាចចុងកតុយអញឲ្យទានទៅអាហ្នឹងរបៀបសល់ហើយញាតិញោមដល់សល់បានឲ្យទានមិនសូវបានអ្នកផលដូចធ្វើដោយបណ្ណិតទេ
rồi đó là sao tụi này cả nơi bị khmer nơi bắt triệt lưu triệt ấy ba nó bắt ấy xuống ở anh tại sao lại kia tôi là linh nhì linh nhua bắt lên cả ba là xa là nó cả hai tháng sao là nó tụi này thưa anh và mình cả đô chắc rùm xịt đây chai pro chai snay tặng lai đã chỉ mà cha tiền và thiên đàng bôn có bay trăm tha úc ở ca rẽ đang nhiệt đà bay đà miền một lời dưỡng úc đông một đòn nè ban chỉ bỏ bút lúc sầm đáy trái cột nút tràn phần tát bảo bồng pruy đời lấy miền trăm thầy bảy quân tì muối mua ắt thầy cồn đôi tờ quân tì pi mua úc ở ca rẽ quân tì bay mua quỷ xe sả cồn lời nhận yêu của bùa thì sẽ đạp anh mới tới để hai thang ăn thầy cồn thà tò rong ca rẽ tăng lai khắp tăng xa ca rẽ tăng lai tiếng sam sắp bị ní chế bác chỉ ban mốc ở pi lúc ở bốc nâng nẹ mà đáy ở hơi xong và mô khnia tứ ban chỉ cầm pi áp bị thóm lúc cháy từ 8 úc bàn say là bỏ sạch lúc xâm đai tha khăn nông ca tì muối hai thà bà đệ son thị ca bà đệ son thị ca ọt miền ba trô từ lục lùi thế này nhìn nhùm đó mà khai tà bố ngó ọt ấy thế ọt miền cổ sò trô từ lục lùi thế đò khai tì pi miền cổ sò khá miền cổ sò khá ôi nhìn nhùm xâm qua xâm 500 đôi bà thế đại địch ca đây bà đây bà quân bà hà thai miền thế đại địch ca xạ xua bị kháng đài ở mô ca dương trô từ ca sạch bạch khăn nông thê rẽ quỷ lia sai sắp làm thằng ai yên đọc bánh nhà xa khá sạch ca quỷ lia nà hái ban chay khi đọc bà tỏ mùi sắp đa bằng to mó đọc ấy thật đọc phần này tam phía xa bà lấy lúc thật thú yết đẹp xa cả miền phần này chưa có bột đọc bột khăn nông phần này bỏ dương nó mình đang như miền xa say xa sông giang na chay khi bạch này bạch nụ tư đó sắp đa bằng to thật tiết ca ấyการจะเชี่ยเราพดไปการจะเชี่ยด้วยการไอเตี้ยการจะมอดพดไปการจะมอดด้วยการไอเตี้ยการมอดเป็นได้การมอดโด่งสกได้ดอกเชนเปียโตในเนี่ยมีกฎหมายโจมอกดอกบัวได้ปั้นตัวบันโจได้ในอย่างนะโตได้ดอกสัปดาห์บันโตtớiดอกเจ็ดเป็นได้ดอกเจ็ดนั่งไอหายบ้านเมียนตรงสกมันจะมาเฮียงจวบหนังเจ็ดต้องสกมันจะมีจวบหนังมอดเป็นต้องการพี่วรูปเอ้ยพี่วรูปนั้นเอาสกอร์ทัศน์ดับปลอกนั่นอย่างนี้การมาเฉียบปลอกลูกหายทับปูริสพี่วรูปการมาเฉียบใส่ลูกหายทับอัดไทยพี่วรูปเนี่ยหน้าเอามาการต้นยาพิสังคาเนี่ยตบไตเอามาการดอนเมียนมาจำนายเตี้ยต้นยาพิสังคานอมเอามาการคือเดินtự nhìn dùng đằng ai mình men xây mình men pro nó nhìn dùng đó rồi lại đứng tươi men đến xây sẽ bầu đi gần nát ta cái mà chỉ xây xóa trong thư pro liệt khao anh chẳng hồ hai tới nè các cái mà chỉ pro xóa không mình nhọ như mình nhọ ở đây chỉ xây đó và tam tất không phia bẹ nắng khiการมาขนมอภิญญาไปสังขารมันใส่เมียนบนเทนในอย่างอยู่นะไปพลายจำไรจังปัญตาศพสัตว์ต่างหลายแบบคนจะอ้อมมาจ้าบ้าไว้ได้พลายโจชะตาหนังกูเชิงปรามาเชิงกระดาษมวยเอาแต่ลิถ้ากูเชิงปรามาเอาตัวโอ้ยดำตักดำตัวกระตกไอ้มาเอาหมดจ่อนะจะแสดงมุกบวชนั่งในคนเมียนโตมวยนั่งดันชนะองค์การศึกษาในถึงครูผู้เรียนมาแล้ววิจัยขบมันจะมีงี้ขบมันจะมีชั่วโมงแต่ตัวโกลคีนั้นไม่ต่างงอบเราโยธาคลังดอธาปากายนั่นได้ยินไหมตามปัจอันนั้นเมาไปไอ้ทำเมาไปยืมเชื่อมีบรรจอมเชื่อมันตะนอมเชื่อลือแต่ไก่ทานั่นยินอยู่นะโดยทะลือถาธมาทาหรือเป็นคนจะอ้อมมาจากประมาหาไทยเมียนเทเรเดกามันหนึ่งเชื่อพิจารณาสั้นตาแมนเตระเบียบจังแมนเตนอมสัตว์แต่กาเชียสัตว์นรุน้องเราสาบาปลูกสำนัยถักบาปนั้นแมนเตเอาใช่ป่ะหันยังเต้อันนั้นใช่ป่ะเดียโอ้ยไอ้ไม่เตี้ยอย่างเดียวเอาเต้เช่นเนี่ยพระโดยประคุณองมหาไทยนั้นชัวเบอร์ลูกเรียนประมาณชนะไม่เบอร์เรียนตั้งปีเตาสดับเต้ตำนังดังทัชเชสโมตั้งปีโตนขมายในวัวน้อง
ចេះ5ងារចិនលោកកាយនេះនោះហូហែមកដល់ឡើងទៅជាប្រាជ្ញអស់ពិចារចិត្តមិញអុកឲ្យកថាឲ្យថ្មឲ្យបាននឹងបួសរហូតគ្រប់គ្រប់ជាតិសាធុហើយបើខ្ញុំមិនចង់ប្រគេនទៅនឹងវិញមិនចាំជាតិក្រោយទេប្រគេនជាតិនឹងឲ្យបួសរហូតកុំសឹកបានទេមើលតំណងតែមកនេះយ៉ាណែតើមានរឿងណាញាតិញោមដំណើរអាត្មាផ្ទាល់នឹងបងជីតាខ្ញុំកណាទី154បានសឹកពីគ្រូសូត្រស្ដាំវត្តមលុបអាត្មាពូជបូនអ្នកមលុបដែរតែលោកជីតាអាត្មាផ្ទាល់ណាអាយុ54បានគាត់សឹកហើយសឹកហ្នឹងគាត់ទៅឈឺ3ឆ្នាំឈឺឃើញតែឃើញក្មេងស្រី3នាក់ហៅឲ្យចម្លងចាប់ឈឺមកចាប់ឈឺនៅបានទៅដល់សឹកទៅបានកូន3ដូចឃើញក្មេងស្រីឲ្យចម្លងនោះណាបាន3គាត់ក៏ស្លាប់តែណាញោមស្រីរបស់អាត្មានេះផ្ដាំក៏អាត្មាបួសពីក្មេងណែលោកកូនបើសឹកក្រម30ណាតិចទៅនៅដល់ទៅជា50ដូចលោកតាកូនកណាវេទនីចាំមកអត់ពីឪពុកទៅនោះណាដូចផ្ដាំតែគុណដែរបាទខ្សែជាងហើយតែគាត់ដូចមានថាទេមើលទៅដល់ណាចាញ់ប្រទេសចោះហ្នឹងហើយបើនៅបានក៏នៅតែអានឹងបុតហើយបាននៅបានហើយបើថានៅម៉ានទេខ្ញុំកណាក៏មិនដឹងថាម៉េចទេប៉ុន្តែចិត្តខ្ញុំកណាចង់តែឲ្យព្រះគុណនៅរហូតមើលញាតិញោមទាំងអស់គ្នាបើចង់ឲ្យព្រះគុណប្រមហាខែបួសមួយជីវិតសូមអនុមោទនីអូលោកគុណឲ្យពេញមួយរូបអត់មានសេះនឹងហើយអញ្ចឹងខ្ញុំកណាបង្ហាញជាសេចក្តីជួសក្រៃខ្លីៗមានប្រមាណប៉ុណ្ណេះប្រគេនទៅព្រះគុណប្រមហាថៃវិញសូមទានប្រមហាថៃជ្រាបកណាអប្រគុណណាគិនពោល្អណាប៉ុន្តែខ្លួនព្រះអង្គធ្លាប់បានសឹកហើយចេះដែលលើកឡើងមិញចង់សួរថាតើធម៌ព្រះនឹងលោកសំដែងសម្រាប់តែមនុស្សចាស់ទេឬក៏ក្មេងបានដែរអញ្ចឹងមានន័យថាធម៌នេះណាមិនមែនសម្រាប់តែចាស់ទេគឺសម្រាប់ទាំងក្មេងផងទាំងចាស់ផងបើក្មេងណាចេះស្ដាប់ធម៌ក្មេងនឹងក្លាយជាមនុស្សល្អបើក្មេងណាចេះស្ដាប់ធម៌ក្មេងនឹងរស់នៅដល់ចាស់ក្មេងនឹងក្លាយទៅជាមនុស្សរស់នៅដល់ចាស់ហើយនឹងមានសេចក្តីសុខច្រើនដល់ខ្លួននិយាយទៅពធនឹងមិនអាក្រក់ទេណានាយកធម៌ដាក់ខ្លួនល្អហើយដូចវិសាខាអីចឹងស្ដាប់ធម៌តាំងពី6 7ឆ្នាំមកក្លាយជាមហាសេដ្ឋីនីដល់ល្បីគេនិយាយដើមទល់សពថ្ងៃលោកណាទេសក៏តែនិយាយពីរឿងវិសាខាដែរឥឡូវនៅនឹមមាននរតីអត់តាន់បានមួយខែផងចាំនិយាយឡើងទៅជួបទៅជំរាបសួរលោកយាយវិសាខាលោកនៅស្រុកខ្មែរនិយាយដើមលោកយាយរាល់ថ្ងៃថាលោកណាលោកតាប៉ាត់ឈឿនទៅប្រាប់អញ្ចឹងហើយលោកយាយស្ដាប់ធម៌ពីព្រះមកចេះអីខ្លះហើយប្រាប់ដល់ខ្ញុំផងហើយខ្ញុំសូមរាប់អានជាមួយលោកយាយអញ្ចឹងអ្នកគេស្ដាប់ធម៌ពីក្មេងបាននិយាយអញ្ចឹងប្រគុណម្ចាស់ធ្លាប់ឮរឿងបេសការកាកូនស្រីអ្នកកាត់ដេរដែរទេកណាធ្លាប់ទេអត់ទេមុនតោះបើនាងនឹងចេះបើសិនជាលោកដឹងអាត្មាសួរតាមលំនាំនាងនឹងល្អស្ដាប់ដែរតាប្រពុតទៅសំដែងធម៌នៅក្រុងអាឡាវីញោមកូនក្មេងស្រីតូចមួយទេគិតទៅព្រះអង្គធ្វើដំណើររាប់យោជអត់មានយន្តហោះអត់មានឡានជិះទេគឺព្រះអង្គទៅដើម្បីប្រោសកូនក្មេងមួយនោះប្រមាលមើលឃើញនិស័យក្មេងនឹងល្អទៅដល់ទៅសំដែងធម៌យាយតារៀបក្រែឲ្យពេញនឹងហើយអង្គុយដាក់រៀបក្រែថ្វាយព្រះអង្គហើយព្រះអង្គឡើងគង់លើក្រែអាសនៈហើយអត់ព្រមសំដែងសោះយាយតាចេះតែអង្គុយដូចអង្គុយចាំល្ងាចមិញអញ្ចឹងហើយចុះកាលបានលោកនឹងទេបានព្រះសម្ដែងអត់ព្រមសម្ដែងតាមពិតនាងនោះនៅចម្ងាយឆ្ងាយប្រហែលចុង3យោជអីចឹងណា3យោជ6 10គីឡូ3ដងហើយនាងនឹងនៅឆ្ងាយហើយនាងនឹងនៅដាំបាយស្លពង្រើឪពុកម្ដាយសិនហើយចង់មកស្ដាប់ធម៌អត់ទាន់មានកង់ទេអត់ទាន់មានម៉ូតូមកដើរអញ្ចឹងព្រះអង្គលោកទ្រង់ញៀនដឹងថាចាំនាងនឹងមកឲ្យនាងនឹងស្ដាប់ផងដល់គេចាំឡើងយូរហើយមិនក៏ព្រះមិនព្រមទេស្រាប់តែនាងនឹងមកចែកគេចែកឯងចូលមកដល់មកក្បែរព្រះនឹងត្មងមកដល់ព្រះអង្គសួរថានាងតូចមកពីណានាងនឹងថាអត់ដឹងផង
ហើយចុះនាងត្រឡប់ទៅវិញទៅឯណាអត់ដឹងដែរខ្ញុំព្រះអង្គខ្ញុំម្ចាស់អត់ដឹងដែរនាងពិតជាមិនដឹងមែនទេថ្វាយអង្គមព្រះអង្គខ្ញុំម្ចាស់ដឹងនាងដឹងឯងអត់ដឹងផងគ្រាន់តែលឺប៉ុណ្ណឹងយាយតាចង់ក្តៅលកជាទាំងអស់គ្នាហើយក្មេងនេះមកពីណាមិនក៏មកនិយាយជាកាច់ចកើជាមួយព្រះម្ដងដឹងម្ដងមិនដឹងត្រឡប់ត្រឡិនខែងនាងហ្នឹងកូនអ្នកកាត់ដេរចុះបើសិនជាព្រះសួរថាមកពីណាឆ្លើយថាមកពីផ្ទះកាត់ដេរនោះទៅហើយថាទៅវិញទៅណាទៅផ្ទះកាត់ដេរនោះវិញទៅមិនក៏មកឆ្លើយត្រឡប់ត្រឡិនដាក់ព្រះអញ្ចឹងយាយតាកំពុងតែឆ្ងល់ថានាងហ្នឹងអាម៉េចបានជាធ្វើអញ្ចឹងប៉ុន្តែតាមពិតចិត្តសាស្ត្ររបស់ព្រះអង្គធ្វើឲ្យយាយតាហ្នឹងចាប់អារម្មណ៍នឹងនាងហ្នឹងសិនដល់តែគេកំពុងតែសម្លឹងមកនាងហ្នឹងចាប់អារម្មណ៍ខឹងនាងហ្នឹងព្រះអង្គសួរទៀតថាមនាលនាងថាគតសួរនាងថានាងមកពីណាមិនក៏នាងថាមិនដឹងថាមិនដឹងចេះព្រះអង្គហើយបើថាមកពីផ្ទះហ្នឹងគេដឹងទាំងអស់តែគ្នាហើយប៉ុន្តែខ្ញុំកណាខ្ញុំព្រះអង្គចង់ថាដែលមកកើតជាមនុស្សហ្នឹងណាពីជាតិមុនជាប្រែតក៏មិនដឹងជានរកក៏មិនដឹងមកពីដេរឆានក៏មិនដឹងដែរបានមកកើតជាមនុស្សហ្នឹងអញ្ចឹងបានជាខ្ញុំកណាខ្ញុំព្រះអង្គថាមិនដឹងថាមកពីណាហ្នឹងមិនដឹងថាមកពីទេវតាឬមកពីនរកមកពីប្រែតទេមកកើតជាមនុស្សហ្នឹងណោះអូអញ្ចឹងទេចុះតថាគតសួរនាងថាចុះនាងត្រឡប់ទៅវិញនាងទៅឯណានោះមិនក៏នាងថាមិនដឹងដែរអានឹងចេះព្រះអង្គថាទៅផ្ទះហ្នឹងគេដឹងគ្រប់គ្នាហើយប៉ុន្តែថាមិនដឹងទៅឯណាហ្នឹងក្រោយពីស្លាប់ទៅវិញនេះតើខ្ញុំព្រះអង្គទៅកើតឋានសួគ៌ឬក៏មកកើតជាមនុស្សឬកើតជាសត្វដេរឆានអត់ដឹងទេមិនដឹងថាស្លាប់ទៅកើតឯណាទេបានជាថាមិនដឹងនឹងនោះអូអញ្ចឹងទេហើយចុះពេលដែលតថាគតសួរថានាងមិនដឹងមែនទេមិនក៏នាងថាដឹងវិញហេដែលថាដឹងហ្នឹងចេះព្រះអង្គដឹងថាជីវិតនេះជាតិនេះដឹងតែស្លាប់ហើយដឹងតែស្លាប់ហ្មងប៉ុណ្ណឹងឯងហើយដល់អញ្ចឹងពុទ្ធសួរថាចុះបើដឹងតែស្លាប់មិនតថាគតសួរបញ្ជាក់ថាតើដឹងមែនទេមិនក៏នាងថាមិនដឹងវិញថាមិនដឹងហ្នឹងវាមិនដឹងថ្ងៃព្រះអង្គដឹងតែស្លាប់ប៉ុន្តែវាមិនដឹងថាថ្ងៃណាចេះអញ្ចឹងប្រជាជនដែលកំពុងតែខឹងមិញហ្នឹងស្រាប់តែជ្រះថ្លាអូនាងពយល់ធម៌អសោះអញ្ចឹងបានព្រះអង្គសម្ដែងធម៌ឲ្យនាងនឹងស្ដាប់ទៅអញ្ចឹងក្មេងសោះណាញោមពយល់ធម៌គេបានវិសាខាស្ដាប់ធម៌តាំងពីអាយុ6 7ឆ្នាំហើយក៏ធ្វើកថាតាំងពីនងមកដែរហើយនិយាយពីនាងកជុត្តរាវិញម្ដងនៅធ្វើការជាមួយលោកស្រីនឹងកេងកាប់លឹកខោងគេប្រើឲ្យទៅទិញត្រីកេងលុយទុកទៅទិញនំតែកេងលុយទុកទៅទិញផ្កាកេងលុយទុកមិនស្មោះត្រង់ជាមួយថកែទេហើយដល់ឡាពេលចឹងទៅឧបមាថាគេឲ្យទិញផ្កាហ្នឹង 10000 ទៅទិញតែ 5-6 ពាន់នេះកេងលុយទុករហូតចឹងដល់ឡាពេលដើរទៅទិញផ្កាលើកក្រោយឃើញគេទៅស្ដាប់ធម៌ទៅលពឹសមាត់និយាយជាមួយគេអញឆ្ងល់ឃើញគេទៅស្ដាប់ធម៌ហ្នឹងមានប្រយោជន៍ស្អីធម៌ហ្នឹងឃើញតែគេទៅស្ដាប់ធម៌រាល់ថ្ងៃហ្នឹងមានប្រយោជន៍អីនិយាយថាណែនាងបើនាងចង់ដឹងទៅស្ដាប់មួយផ្លែទៅដឹងហើយឮតែគេទៅស្ដាប់ធម៌រាល់ថ្ងៃចុះធម៌ហ្នឹងមានប្រយោជន៍អីបើចង់ដឹងទៅស្ដាប់ទៅដឹងហើយមានប្រយោជន៍អីយ៉ាងណាទៅស្ដាប់មួយផ្លែទៅនាងទៅទិញផ្កាទៅស្ដាប់ហើយចាប់ទៅទិញផ្កាអញចង់ដឹងធម៌ហ្នឹងអាម៉េចអញទៅស្ដាប់គេដែរសិនដល់ទៅចូលទៅស្ដាប់ធម៌គេទៅស្ដាប់យូរយល់ព្រះអង្គសម្ដែងទៅយល់អ្វីដែលនាងយល់ឧបមាអាត្មាសួរលោកមិញចឹងថាមនុស្សមាន5ប្រភេទបដិជាប្រគុណលោកបកស្រាយរួចទេប៉ុន្តែអាត្មាបកស្រាយផ្សេងពីលោកឲ្យញោមយល់ថាមនុស្សមាន5ប្រភេទមនុស្សរាល់ថ្ងៃហ្នឹងមុខមាត់អញ្ចឹងមែនប៉ុន្តែមនុស្សខ្លះមនុស្សស័កមនុស្សសោរូបរាងកាយជាមនុស្សដឹងគុណទោសខុសត្រូវម៉ែឪចេះធ្វើបន់សន្តានមនុស្សហ្នឹងឥឡូវហ្នឹងមនុស្សដល់តែស្លាប់ទៅវិញនឹងកើតជាមនុស្សទៀតណាញោមណាការមនុស្សស័កមនុស្សសោរីឯមនុស្សមួយទៀតគេហៅថាមនុស្សស័កបេតោរូបរាងកាយជាមនុស្សទេប៉ុន្តែឥឡូវកំពុងតែសំធរប្រែតដើរទៅណាលួចឯណងស្បែកជើងគេក៏លួចផ្លែឈើគេក៏លួចក្អមទឹកគេក៏លួចដើរបេះដើរបោចខ្វះរហូតកាពះប៉ុន្តែឡោកដងប៉ុន្តែឃើញតែដើរលួចគេឥឡូវហ្នឹងជាមនុស្សទេក៏ប៉ុន្តែកំពុងតែសំធរទៅប្រែតទៅលួចដល់អាយុដល់បន្ទុកគ្រប់គេឲ្យទៅប្រែតតែមកអញ្ចឹងឥឡូវហ្នឹងមនុស្សហ្នឹងប៉ុន្តែស្លាប់ទៅកើតជាប្រែតហើយបើលោកទៅលួចចំរបស់វត្តអូយអត់បានទេតិចប្រទះគេលួចឆ្កែឆ្មាស្រះត្រីវត្តអីមិនស្រួលគេឲ្យមកកើតប្រែតវត្តហើយអស់មិនតាន់អស់កម្មមកជាអាចឆ្កែឆ្មាអាចភ្នែកទៅព្រាកនៅវត្តគេបោកមួយថ្ងៃហ្នឹងជាងការហ្នឹងកម្មពីបោះពីលួចរបស់វត្តហើយដូច្នេះឥឡូវហ្នឹងជាមនុស្សទេប៉ុន្តែកំពុងតែសាងធម៌ប្រែតស្លាប់ព្រោះទៅប្រែតទៅមកហើយដល់តែមនុស្សមួយទៀតគេហៅថាមនុស្សសនេរយិកោឥឡូវនេះរូបរាងកាយជាមនុស្សប៉ុន្តែប្រទះកាប់ប្រទះវាយប្រទះបាញ់អត់មានធម៌មេត្តានឹងខ្លួនមិនស្គាល់ម៉ែមិនស្គាល់ឪដឹងតែមួម៉ៅក្តៅកាហាយរហូតឥឡូវហ្នឹងមនុស្សទេប៉ុន្តែស្លាប់ព្រោះទៅកើតជានរកបដ ாய் ណាញោមណាគេហៅថាមនុស្សសនេរយិកោ
រីឯមនុស្សមួយទៀតមានធម៌មានសិល5ចាំសិល8ចេះធ្វើបុណ្យចែកទានរូបរាងកាយជាមនុស្សខំរកស៊ីបានលុយហើយយកលុយមកធ្វើបុណ្យឲ្យគេចែកកម្មាគេចែកបាយឲ្យគេហូបរូបរាងកាយជាមនុស្សប៉ុន្តែមានចិត្តដូចទេវតាមនុស្សនេះស្លាប់ថ្ងៃណាទៅកើតទេវតាថ្ងៃនោះហ្មងបានគេហៅគេឲ្យថាមនុស្សសទេវោឯមនុស្សមកបែបទៀតរូបរាងកាយជាមនុស្សប៉ុន្តែអត់ដឹងគុណម៉ែឪអត់ដឹងគុណទោសខុសត្រូវបីដូចសត្វដេរឆានកើតឡើងហើយចោលម៉ែឪអស់យ៉ាងណាមិញមនុស្សយើងបើមិនដឹងគុណម៉ែមិនដឹងគុណឪសោះហើយស្លាប់ព្រោះទៅកើតជាសត្វដេរឆានវិញបានគេហៅថាមនុស្សសត្វដេរឆាននេះហើយទៅឥឡូវយើងផ្ទុយពីហ្នឹងយើងជាមនុស្សដឹងគុណម៉ែគុណឪមិនទៅដេរឆានទេអាចទៅជាមនុស្សស័កមនុស្សសោនិងមនុស្សទេវោញោមឲ្យនាងកជុតតារាអង្គុយស្ដាប់យល់ល្មងអូអញកើតជាមនុស្សនឹងលួចទ្រព្យគេអាទោសលួចទ្រព្យគេនឹងលួចមករហូតហើយអ្នកដែលលួចគេនឹងកើតឡើងមកស្លាប់ទៅកើតនរកប្រែតផុតពីនរកប្រែតមកកើតជាសត្វទេរឆានផុតមកកើតជាខ្ញុំពង្រើគេចឹងណាញោមណាអ្នកលួចរបស់គេលួចលុយកាក់គេក៏ដោយត្រូវស្លាប់មកកើតមកសងលុយគេកើតមកធ្វើខ្ញុំពង្រើគេនឹងដើម្បីសងលុយគេមិនអស់ជាតិកើតជាគោជាកបីតម្រៃសេះអូអាទេសឲ្យគេពីព្រោះទទួលយើងលួចគេនឹងបានមកកើតជាខ្ញុំពង្រើគេចឹងណាហើយស្រាប់តែនាងនឹងយល់អញលួចលុយធ្វើកែរាល់ថ្ងៃអញកើតជាខ្ញុំពង្រើគេជាតិនេះដោយសារពីជាតិមុនមកអញលួចគេហើយឥឡូវអញលួចកេងលុយគេរាល់ថ្ងៃអញ្ចឹងមានតែអញជាតិក្រោយទៅខ្ញុំគេទៀតហើយអញលែងហ៊ានលួចហើយស្ដាប់សម្រាប់សោតតានៅនឹងហ្មងញោមសម្រាប់សោតតាលែងលួចឥឡូវជាតិឃើញថាអូកម្មពីរបស់នាងដឹងថាខ្នងគោមនឹងមកពីធ្វើតម្រាប់តាមលោកគោមហើយខ្ញុំពង្រើគេនឹងមកពីនាងកម្មពីជាប់ប្រើគេពីមុនមកអ្នកមានសិលហើយឥឡូវលួចគេទៀតព្រោះខ្ញុំពង្រើគេអញលែងលួចចេញទៅវិញទិញផ្កាយទាំងអស់លុយនឹងហ្មងបានផ្កាមកសន្ធឹកហើយមុខឡើងញញឹមយល់ធរទៅស្រាប់តែជាវាយឆ្ងល់ហាក់ហើយនាងរាល់ថ្ងៃបានផ្កាតិចហើយថ្ងៃហ្នឹងមិនក៏បានផ្កាច្រើនម្លេះលុយនៅតែដែលសោះហើយមិនក៏ថ្ងៃហ្នឹងនាងមុខស្រស់ម៉េះនាងថាថ្ងៃហ្នឹងបានផ្កាច្រើនមកពីខ្ញុំលែងលួចរាល់ថ្ងៃបានផ្កាតិចមកពីខ្ញុំលួចថ្ងៃហ្នឹងខ្ញុំមុខស្រស់មកពីខ្ញុំបានស្ដាប់ធម៌ខ្ញុំលែងលួចមកពីខ្ញុំបានស្ដាប់ធម៌ជាវាយឆ្ងល់ទៀតហាក់ហើយចុះធម៌ហ្នឹងមិនគ្រាន់តែនាងស្ដាប់ទៅលែងចេះលួចបានចង់ស្ដាប់មើលសំដែងឲ្យខ្ញុំស្ដាប់ផងមើលអត់ទេបើចង់ស្ដាប់ដាក់ក្រែឲ្យខ្ញុំមកខ្ញុំឡើងលើកក្រែទេឲ្យស្ដាប់ជាវាយក៏ដាក់ក្រែឲ្យនាងនឹងឡើងទេឲ្យស្ដាប់ហើយក៏នាំគ្នាជ្រះថ្លាថាយើងរស់នៅជាមួយគ្នាស្មោះត្រង់នឹងគ្នាលែងលួចគ្នាទៅបែរទៅជាឲ្យមនុស្សធ្វើល្អទាំងអស់គ្នាយកមើលកណេះដោយសារការស្ដាប់ធម៌ឃើញណាវិសាខាក៏នាំមិត្តភ័ក្តិមកស្ដាប់ធម៌ពីដើមដំបូងមកសៀតដបម្នាក់មួយមកញោមលោកទេសនៅមុខនឹងក្លែមមកឲ្យលោកទេសទៅលោកទៅអញក្លែមមុខលោកនឹងក្លែមចុះក្លែមឡើងនិយាយនោះងាកមុខចេញតានេះងាកមុខចេញឯនោះគេខិតចេញខិតទៅស្រាប់តែពួកហ្នឹងអន់ថាអញគេខ្ពើមអញខ្លះគេខ្ទប់មាត់ខ្ទប់ជាមកអញ្ចឹងអាដបនេះគ្មានផ្ដល់កិត្តិយសឲ្យអញទេធ្វើឲ្យគេស្អប់អញថោកដោយសារដបហ្នឹងសត្វដំណៀកកវត្តដបចោលអស់រៀបរិទ្ធធ្វើឯងអ្នកឧបាសកឧបាសិកាគេដែរបានគេគោរពគេឲ្យតម្លៃវិសាខារលល្បិចអូសទាញពួកម៉ាក់តលបានឪពុកក្មេកនាងមិនជ្រះថ្លាក៏នាងអូសទាញឲ្យជ្រះថ្លាបានហ៎និយាយពីធម៌ជួយមនុស្សអាជាតិទៅសត្រូវសម្លាប់ដល់ប្របីដាខ្លួនឯងក្តៅក្រហាយទីបំផុតធម៌ទៅព្យាបាលអាជាតិសត្រូវខ្លាចជាមនុស្សល្អអង្គលីមៀលដល់កាប់គេ999នាក់ចិត្តបាន1000ទេណាញោមខ្វះតែមួយទៀតទេក៏មកធម៌ទៅជួយតននេះក៏មិនដឹងនរកបាតណាទេណាញោមណាបានធម៌ទៅជួយតនកែមនុស្សនឹងបានមកល្អវិញញោមមើលឃើញដែរអញ្ចឹងធម៌ជួយមនុស្សច្រើនមិនតែប៉ុណ្ណោះទៀតសោតអនាថបណ្ឌកសេដ្ឋីខ្លាចកូនណោះខ្លាចកូនខូចព្រោះកូនជាសេដ្ឋីទៅដើរលេងជាមួយនឹងកូនគេអ្នកខលខូចហើយដល់អញ្ចឹងខ្លាចកូននឹងខូចក៏ជួលកូនឲ្យទៅស្ដាប់ធម៌ដល់តែជួលកូនទៅកូនគេទៅស្ដាប់យកលុយឈ្នួលថ្លៃស្ដាប់ធម៌ល្ងាចមកទាលុយថ្លៃស្ដាប់ធម៌ស្អែកមកទាលុយថ្លៃស្ដាប់ធម៌ហើយឪសួរថាកូនឯងស្ដាប់ធម៌ហ្នឹងបានចេះអីខ្លះដែរគ្មានចេះអីទេស្ដាប់យកទៅលុយប្រាក់ខែដែរស្ដាប់ធម៌បើកូនឯងស្ដាប់ឲ្យបានទៅពុកតម្លើងលុយឲ្យឥឡូវសុំតែមកគាថាទេកូនឯងស្ដាប់ឲ្យចាំតែមកគាថាមកពុកតម្លើងលុយឲ្យមែនទេពុកថ្ងៃហ្នឹងថាឲ្យ100បើសិនជាស្ដាប់បានឧបមាថាឲ្យ1000ហីមែនទេស្អែកខ្ញុំចាំមកគេថាយក1000ឲ្យបានតែស្ដាប់លោកទេលោកទេថាអញ្ចឹងដែរអញទៅដល់ដឹងឲ្យបាន1000ណាមកដល់ឪឲ្យសោតមើលកូនមកឲ្យ1000មកជ្រោបសោតសិនមើលលោកទេថាណែយីលោកថាស្រួលមិនដែរអញថាមិនចេញសោះឪថាមានបានទេ1000ហ្នឹង
อดจำจังอดบานในจำสายสนับไปจำบานอ่ะจำสายก็บานนั่งนั่งคลิกก็หันลิ้นอยู่ลูกท้าทุรุอันท้าประบะจงอบดอลสายม่อมมัดไตรบงมือลูกท้าไม่อันสนับไปตอนสนับได้แต่สิโยคว้าขนมคล้วนพลือเตงอ๋ออันคว้าไอ้รองไงเมียนเป็ดเมียนได้ทลีเมียนสมบัยเมียนตรอบสมบัติเมียนมันคว้าอันคว้าคนละทอนตาเบอร์อันเมียนคนละทอมวยเตี้ยบ้านอันคลายชิมนึงละอ้อปุ๊บเคยยันคลาคนละทอคลายอันตะดาวชิมวยเนี่ยคลายเนี่ยเขาเตยเตอดเธอใส่ไทยการอดเธอเนี่ยดักนอมปฏิไอกาเตงจังปุ๊บจังไออันเมียนคนละทอตาโอ้ยเฉียดพลานะโยนละโยนไปผมน้องปุ๊บไออันอดคลายที่อันคลาคนละทอสดับทอโยนแมนเทนมาดอทวายกุมตมองปุ๊บกายโกนสมทวายกุมออกคนปุ๊บโกนแรงเตียนลอยปุ๊บกายโยนไปผมน้องปุ๊บบ้านคลายชิมนุษย์ละอ้อยังไม่เคยไหนโอ้เตียนมนุษย์บ้านละอ้อจังอะจังบันทามนุษย์เจนปีเงิดมากันพลือโดยวิสาขาจังอายุผมมวยเปิลชนะเจตเมาจมวยตามาวอดจังนะตานั่งไปเจในใจอ่ะเคยลุกทุบทุ่มยังเกนั่งนะใจไอ้ตัวทวายกลมแสบกุบจมวยลูกเตยใจไอ้นั่งคลายจีเนียละใบลือแต่ปนังลุกทุ่มยังเกเป็นน้ำเมนเปรียจอดาวเชิงตัวเตะตัวทวายกลมเปรียโจตัวสดับทอเปรียแสบกุบจมวยเปรียตั้งปีอายุผมมวยเปิลชนะหล่อโฮดอลสำรัดสาวตาหอยคลายจีเนียมินดัดเกดอลละใบดัดเกให้รู้กสะอาดดัดเกนั่งจังปะทอนั่งจุยตั้งเขมงได้นะโยมนะจังเขมงสดับทอยเฮาเตยประหยัดแต่สลับปลุกอดเมียนทอมันดังไงนะบานการจีมนุษย์วิงเตนะโยมนะเกศโซดรอลเปรตก็เกทามัดกิทาบสลับเตยการจีมนุษย์หรือเตปดาประสาทไลทลาปรุสกอลไฮด์คลายนะแต่สลับเตยการจีแปรบะปัวกไฮด์อดอาฮาโยมมือกันได้เฮ้ยมายมเบาคลื่นก็ไปเพื่อฮีดาวโรปมเปิลวอดให้มันเคยเตะอาเคลียจงใครกิทามัดถ้าเคยแต่เงียบเกเนี่ยโดตีกิบานโลกเลยมาฮบอาฮามาเวมาดาบัดโกนขยมกันนาเตยนามันเคยเมาบานไอหนึ่งเมาเบิร์ลูกตาปิดสคากอดทาเวียนอะไรสบังดาวโลลาเจเกปีเป็นพลายเวอดควอลมาบังสโกลเอาขมอยไม้เอเวเตมันละหอยยมแบบบ้าเกียงไม้เอเวตลอดตัวเว้นปูตเตยยังเมื่อกันได้อันนั้นอาตมาถาตามระบายปลายบอกปิดสขานะยมนะขนมน้องกอดน้องอดบานมารอเออกอดเมียนนักยมบาลใบเออกอดยมตึงใบเนี่ยเออน้อยยมโมยมโกนหน่อยโกนเออมามัดเออโคโรจิตอาฮาโกนอดมาวอดอดมาเวอดมาตาบังสโกจุนปกเกปกอดจำได้อาฮาตลอดตึงเว้นจำชนามกราวตียังเมื่ออดตีจังหายบานทับปีเสนาเยืองสดับทอปีเขมรเจ้าทัวบอลปีเขมรทัวอ้อยมนุษย์นั่งคลายแต่เชี่ยมนุษย์เมียนจำแนกดังตอนสมัยตอนสเพียบกานั่งบดแบนตามกลาติสะพวกยืงหนึ่งเมียนปัญญาซอกโซสังละปะเตะปัญญังนาสดับโดยละอ้อนั่งไอ้การปัญญาสตามายะปัญญาการปีกาสดับเพียบันนี้มายะปัญญาการปีกาตึงเพียบันนี้นะยมนะโดยเฉพาะให้ปัญญาการปีกาสดับการปีกาพิจารณาตึงเพียบันนี้จังยมยึดสดับโดยละอ้อตื้อระแมงบานปัญญาเฮ้ยแต่เมียนปัญญาคลายเชนเนี่ยปราใจจังมันทัศน์ไปเนี่ยถือไอโฟนคนเนี่ยสดับทอได้คนเนี่ยสมาธิได้เนี่ยปราทมโดยลูกไอน์สไตน์ลูกสตีลจ็อบโดยลูกนิวตันในจงกรอยใหญ่จังมาสตเปียทอแต่ตั้งออกเตะอะไรเขมรกิสดับทอกิเชียทลาให้กิกอสร้างประจัดใดตากากอสร้างประจัดใดนี้บานบนบานอ่านในซองอย่างนาได้ประกุนเจอองมาจับประจันมาฮัตตรัดอ้อยปุรุกกบอกกบายมาเมื่อสมนิมนต์พันเตมหาเทระบอกเป็นพระมหาแท้ในจุมราชงกนานบานบันกับผมแต่จุเจ็ดในสมได้บอกอ๋อนะอะไรลูกอ้อยอัตมานั้นบริยายอย่างปีประแจดได้อ๋อลูกเนี่ยซาทุสัพปรปรสไลต่างลายประแจดได้นี่บากตามพระพุทธศาสนาเจียดมนางอ่องในพระพุทธบรมครูใช่ไหมจ๊ะแต่ลูกสมได้ถ้าอาแก้พวัตนาทานต่างลายขนมลูกหัวรอกตื้อเคยเมียนประแจดได้เลยขนมลูกได้ประเจดใดนี่ประเจนสไรปองสมได้ทุกนอกขนมพระพุทธศาสนาธรรมีนดอลเตอร์บุญอย่างตีมวยคืออุตเตสกะเจดใดอุตเตสกะเจดใดบ้านดอลรูปพระสมมาสัมพุทธบรมครูเจียอมจ้าได้ยินโยมบ้านก่อสร้างเจียเมียกระไดเจียประกระไดเจียธมอพนุมกระไดเจียสีมองกระไดเจียกุมนูกระไดนรนดจนตั้งลายหน้าบ้านก่อสร้างพระพุทธปริมาณปีเมียเนี่ยนู่นบ้านตราเกษาเปียญูพุทธบรมครูเจมิจ้าเจ็บเจมันการ
នរជនប្រុសស្រីណាបានកសាងព្រះពុទ្ធរូបជាប្រាក់នឹងបានមកជាព្រះបច្ចេកពុទ្ធណាបានកសាងព្រះពុទ្ធរូបអំពីថ្មឬអំពីដីស្អិតឬអំពីវត្ថុផ្សេងនោះនឹងបានទៅជាអកសាវៈអកសាវិកាដោយហើយទៅពុទ្ធបរិស័ទទូទៅទាំងអស់ដែលជាពុទ្ធមាមិកជននឹងក៏បានមានឧបនិស្ស័យក្នុងការកសាងប្រជែកដីដែរចេតិយទី1ហ្នឹងគឺឧទេសកចេតិយដល់ទៅចេតិយទី2គឺធាតុតោចេតិយធាតុចេតិយគឺជាដីដែលព្រះសម្មាសម្ពុទ្ធបរមគ្រូជាអម្ចាស់លោកអ្នកប្រាជ្ញរាជបណ្ឌិតលោកបានកសាងសម្រាប់ដាក់ព្រះបរមពុរិស័ទមានព្រះសម្ពុទ្ធមានព្រះបច្ចេកពុទ្ធនិងស្ដេចចក្រប៉ុន្តែយើងគ្រប់គ្នាក៏យើងយករំកល់ដល់មេត្តាបិតាយើងដាក់ក្នុងនឹងបានដែរពីព្រោះអីពីព្រោះមេត្តាបិតារបស់កូនចៅប្រុសស្រីជាអាហុណយបុគ្គលប្រែមកថាជាព្រះអរហន្តរបស់កូនប្រុសកូនស្រីគួរដល់ការបញ្ចុះទុកដាក់ក្នុងបច្ចេកដីចេតិយទី2ឲ្យឈ្មោះថាធាតុតោចេតិយនឹងឯងឲ្យដល់ទៅចេតិយបន្តទៅទៀតបានដល់អីញាតិញោមពុទ្ធបរិស័ទបានដល់បរិក្ខារចេតិយចេតិយសម្រាប់ទុកដាក់របស់សង្ឃមួយចំនួនជាប់ដើមទុកដាក់របស់ព្រះអរហន្តមានបាតមានស្បង់ស្បៃត្រីជីវរឈើជ្រត់ធំយាមដែលចាស់ប្រើប្រាស់បានទុកទៅក្នុងគេហៅថាបរិក្ខារចេតិយដល់ទៅចេតិយទី4ដែលជាចេតិយអស្ចារ្យបានដល់ពុទ្ធវចនៈដែលព្រះបរមសាសនាព្រះអង្គលោកទ្រង់ត្រាស់ទេសនាទុកមកអ្នកណាបានកសាងកម្ពីនៃការពុទ្ធសាសនារួមតាំងពី1ចេញជាអ្នក2ចេញជាអ្នក3ចេញជាអ្នកឡើងទៅអ្នកនោះឯងនឹងបានអ្នកបានផលជាតិក្រោយពេលក្រោយទៅនឹងបានចេះចាំពុទ្ធវចនៈទាំងឡាយបើយ៉ាងហោចក៏ស្មើនឹងព្រះគុណព្រះមហាថេរដែរណាញាតិញោមណាយើងម្ដុំយើងគាត់បានដែរណាស្រុកពីរាំងហ្នឹងដូចមិនដាច់ពូជអ្នកប្រាយោដែលគុណមហាថេរខ្ញុំកណាចាំនៅពីក្មេងចាំរឿងរ៉ាវថាព្រះគុណបច្ច័យនៃការបួសនេះបានធ្វើអនុគុណដល់ទៅ4ព្រះមហាក្សត្រលោកធ្វើអនុគុណតាំងពីព្រះបាទស៊ីសុវត្ថិសោយទីបង្គត់ទៅព្រះបាទមនីវង្សឡើងមកលោកបានធ្វើអនុគុណទៀតដល់ព្រះមនីវង្សសោយទីបង្គត់ទៅព្រះបាទសូរមរិទ្ធឡើងមកលោកធ្វើអនុគុណទៀតដល់ព្រះអង្គសូរមរិទ្ធសោយទីបង្គត់ទៅបកោណាព្រះបរមរតនកោដ្ឋឡើងមកលោកធ្វើអនុគុណទៀតអុយសួរថាដូចម្ដេចថាដោយសារបុណ្យហ្នឹងហើយនៅណាឡងពីដើមគេដំណើរទៅគេនិយាយដើមលោកតាពីរាំងយើងហ្នឹងណានិយាយដើមមិនទេគុណអូនកាលនោះចូលទៅប្រជុំអនុសង្ឃវជ្រៈហ្នឹងសម្ដេចព្រះសង្ឃរាជជួនណាលោកប្រើឲ្យសម្ដេចបរិមោកណាដូចគុណអនុគុណពីរាំងលោកថាអត់ទេសម្ដេចខ្ញុំកណាអត់ចេះទេឲ្យឡើងសម្ដែងយ៉ាងម៉េចដល់គេប្រើឲ្យឡើងទៅមែនចំហើយបោសុតនោះឡើងទៅដល់ថ្វាយអង្គមរតនត្រ័យនេះឯនេះរួចណាក់មក3ចប់រួចស្រេចក៏គេលោកទៅវិញថាចេះតែប៉ុណ្ណឹងទេគេប្រាប់ថាមិនចេះនៅតែប្រើឡើងមកសម្ដែងខ្លួនឯងមកប៉ុន្តែព្រះគុណអង្គហ្នឹងលោកមានឧបការៈដល់ជាតិនិងសាសនានីស្រុកពីរាំងយើងនេះថ្វាចាំនេះញោមណាកាលនោះស្រីស្រួចមានមកប្រកាសលទ្ធិសាសនានិងស្នេហ៍ពលញោមលោកចៅអធិការគ្រប់វត្តទាំងអស់ទៅអង្គុយចាំទាំងអស់ស្រីស្រួចគឺសាស្រីបារាំងហ្នឹងវាមកអង្គុយលើអាសនៈខ្ពស់ហ៎ចៅវាយសុតណាឈរចាំមើលលោកបអាទិះខ្លួនលោកទៅនោះដោះគោយុទ្ធចោលទៅនេះយុទ្ធចោលធ្វើម៉េចឲ្យទៅរំខានដល់ចៅវាយស្រុកមកដល់ទូលថាគេមុនមកដល់គ្រប់អង្គហើយដល់ចុះព្រះគុណមិនក៏យឺតយ៉ាវជាងគេម៉េះគេចាំដល់មកព្រះអង្គទៅចាំលោកជេចៅវាយស្រុកតែឲ្យអញអង្គុយមិនឲ្យមើលប៉ុនផែងអង្គុយពីលើស្រាប់តែបារាំងមកសួរថៃបកថាលោកតាលោកថាលោកស្រីប៉ុនផែងអង្គុយលើពីលើនោះគេខឹងគេចុះទៅព្រៃវែងមិញទៅមានបានផ្សាយសាសនាអីអត់បានផ្សាយទេបានដៃលោកតាប្រេងតែហ្មង
ឯនោះទៅផុតគឺបន្លែងពេញមកនឹងជេរទាំងចំបាយស្រុកជេរទាំងលោកសង្ឃអង្គនេះទាំងអស់ដំណឹងនឹងលឺទៅដល់ព្រះរាជាព្រះគុណហ្នឹងហើយឥទ្ធិពលហ្នឹងដោយព្រះអង្គតាឡើងទៅអនុសង្ឃវជ្ជរៈអ្នកស្រុកតាំងស្នាយនេះលោកប្រើថាណែអញឡើងទៅគុណនៅភ្នំពេញហើយឥឡូវឯងមើលស្រុកយើងណាមើលក្បត់អាណាដែលចោតជាងគេបេះមកអាខុតផ្អែមកុំបេះ7ទឹកឲ្យបេះអាណាដែលចោតជាងគេដាក់មកកត្រករកអញយកទៅថ្វាយលួងអើយញោមហើយយកទៅថ្វាយមែនណាយកទៅថ្វាយទៅលួងណាដឹងស្រាប់ហើយឲ្យអាម៉ាតឯនឹងវាយភុះว่าខត់ចោតនោះឆ្កឹះមួយមកដាក់ទៅពីទៅទូលលោកវិញអូតែគុណអើឆ្ងាញ់ណាលោកធ្វើងាកមុខចេញទៅស្ដោះភ្ញាក់ចោលទៅប៉ុន្តែលោកចូលទៅដល់ក្នុងបរមរាជវាំងដឹងតែបានសង្ឃទានឲ្យតែលោកតាតាំងស្នាយចូលទៅដល់វាំងស្ដេចប្រើមីនុំមីនីឲ្យទៅផ្សារក្តារគេចំមុនរៀបចង្ហាន់រៀបអីយកប្រគេនលោកប៉ុន្តែគុណអនុគុណស្រុកយើងនឹងមួយយ៉ាងដែរតែទៅលោកបបួលអនុគុណឯទៀតទៅជាមួយគ្នាណាអត់មានអ្នកណាហ៊ានទៅដល់ហ៊ានទៅលោកទៅតែអង្គលោកដល់ឡប់មកវិញអ្នកផងទាំងពួងទៅទាំងអស់គ្នាដូចថាស្រុកនេះស្រុកនោះពីព្រៃវែងនោះទៅនោះណាអត់កណាឆាន់ផងឃើញអាណាស៊ីទេអញហៅទៅជាមួយព្រមទៅមានឧបការៈពីគុណហើយដល់លោកបូជារំលាយប្រសពព្រះគុណព្រះអនុគុណស្រុកយើងហ្នឹងត្រូវថ្ងៃលាក់បកូណាបដោយថ្ងៃ18ណាយើងហ្នឹងព្រោះហ្នឹងដូចកំសត់ខ្លួនណាញោមណាកំសត់ខ្លួនណាអញ្ចឹងព្រះអង្គមានអានុភាពបានធ្វើអនុគុណនឹងដល់ទៅ4ព្រះរាជាដែលគុណជាអម្ចាស់តាំងពីពេលនោះមកព្រះរាជាសពព្រះរាជហារតីឲ្យស្រុកពីរាំងនេះទៅជាបាឡាត់ខេត្តព្រៃវែងតាំងពីពេលនោះមកតាមបានយើងរាប់មើលទៅអត់ពីគុណនឹងទៅឡើងអង្គណាឡើងមកអង្គណាឡើងមកឲ្យតាអនុគុណឲ្យធ្វើបាឡាត់បានជាបាឡាត់ឲ្យមកមេសប្រច័ននឹងព្រោះមេសប្រច័ននៅនឹងពីរាំងដែរអានោះស្នាដៃរបស់ព្រះគុណតាំងស្នាយនឹងហើយណាអាត្មានិយាយលេងមួយញោមខ្ញុំកណាធ្លាប់យកច្បាប់យកមកសុំច្បាប់បួសនោះនោះមិននៅថយខនោះមែនបើអ្នកបួសនៅទៅខាងសប្រច័នដែលគុណខ្ញុំកណាលោករៀបណែអាត្រីងៀតបួស10កតុយនេះឲ្យដាក់មកកត្រអាត្រីឆ្អា50-60ឆ្កែដាក់មកកត្រអូយកុំអាននិយាយអីជាមួយលោកយកទៅប្រគេនសិនថាអញយកមកប្រគេនលោកខ្ញុំកណាមកថ្វាយគុំទូលថាដែលគុណគ្រូខ្ញុំកណាផ្ញើត្រីងៀតផ្ញើត្រីឆ្អើមកប្រគុណលោកទទួលលោកបានលោកសួរអុយមានការអីហ្នឹងមកហ្នឹងថាលោកបួសនេះមាននាគបួសនោះដល់ជាង10នាក់ហើយអ្នកក្បែរហ្នឹងមកឯងមើលបដិញ្ញាណនេះអញវាយត្រារួចមិនទាន់ទៅសេឈ្មោះទេមកទៅសេឈ្មោះឲ្យទៅដោយមានញាតិញោមគាត់ថាអីមិនយកនាគមកផ្ទៀងលោកមានពុទ្ធិកាថាវាមិនដែរថាគេបួសរួចទៅគេរៀនហើយគេអាណាបួសមិនរៀនទេទៅវិញទៅអាហ្នឹងកិច្ចការទាំងឡាយទាំងពួងសូមញាតិញោមយល់ថាឧបនិស្ស័យដែលព្រះគុណជាអម្ចាស់មានធរណិកាម្បាលមិញនេះថាគេតាំងសាសនាទេដឹងអីហើយអាចព្រោះស្នាយនឹងមានប្រយោជន៍ញាតិញោមស្នាយនឹងក្នុងរឿងនិទានលោកមាននិយាយថាស្នាយពលដល់យើងនេះយកមកទៅសេមានអាខ្លះសេពលនឹងលោកបតអានោះវាលែងពលហើយស្នាយពលនោះគឺកម្លាំងទ័ពបដេកក្រោមដើមស្នាយវាមានកម្លាំងមានអីរួចទៅបានធ្វើសឹកសង្គ្រាមទៅទៀតរឿងព្រេងទេញាតិញោមណាដោយតាំងស្នាយនឹងដោយព្រះគុណជាអម្ចាស់លោកមានធរណិកាម្បាលមិននេះឥឡូវប្រគេនទៅព្រះគុណវិញហើយចាញ់បតីចង់ទៅទៀតក៏បានចង់បញ្ចប់ក៏បានព្រោះខ្ញុំកណាចេញទៅមកវាលនេះទៅដល់ហើយសពច័ន្ទព្រះគុណវែងឆ្ងាយទៅទៀតណាព្រោះចឹងសូមទានប្រមាថៃជ្រាបវាមានមួយទៀតនៅ100ថ្ងៃហើយវាមានមួយទៀតនៅមួយអាទិត្យនៅខាងក្រោយរូងមកកភ្លុកនោះអញ្ចេះប្រគុណម្ចាស់នឹកឃើញរឿងវាល្អស្ដាប់ដែរប៉ុន្តែពេលវេលាយើងមិនសូវអំណោយផលដល់តែនឹកឃើញរឿង
បដិជាប្រគុណអាត្មាធ្លាប់ឮដែរគេហៅលោកតាប្រែងទំគូញីល្បីខាងកំពង់អាស័យក៏មិនណយប្រមាណដែរល្បីលោកតាប្រែងហ្នឹងណាហើយដល់ប្រគុណម្ចាស់ថាបានធ្វើអនុគុណ4ជំនាន់រាជស្ដេចគួរឲ្យចាប់អារម្មណ៍ដែរហើយរឿងស្នាយពលហ្នឹងខ្ញុំកណាមិនតាន់ច្បាស់ទេសង្ស័យច្រើនវត្តហ្នឹងឈ្មោះដើមសាសនពលទេពលរបស់សាសនាទេពីព្រោះជំនាន់រឿងព្រៃបាំងរឿងម៉ែបានរឿងស៊ីធោរឿងវត្តពហិសួររឿងបាក់សីចាំក្រុងហើយនឹងរឿងសំខាន់គឺរឿងស្ដេចកនកូនសិស្សលោកវត្តព្រៃបាំងយើងនេះប្រសូតនៅទលេកំពង់កពិលនេះហើយអាព្រៃបាំងហ្នឹងគេបាំងកុំឲ្យឃើញពូជស្ដេចដែលទៅបោសសម្រាមវត្តព្រោះពលប្រតនត្រ័យត្រូវមកបោសវត្តពលសាសនាហើយពលមួយទៀតពលតម្រៃអ្នករស់ស្មៅឲ្យតម្រៃឲ្យសេះជំនាន់នោះវាមានពលសាសនាមានពលប្រតនត្រ័យហើយដល់វត្តស្នាយពលហ្នឹងសួរលោកគ្រូប្រសពកៅសមូនទៅលោកថាឈ្មោះដើមវត្តសាសនពលបើអញ្ចឹងវាត្រូវនឹងរឿងជំនាន់នោះមានសាសនពលសាសនារីឯនៅមលុបនោះរកឃើញសិលាចារឹកជាបង្ហាញផោះតាំងថាកន្លែងហ្នឹងជាជនជាតិមេឡងពីដើមមានសិលាចារឹកពីបុរាណមនុស្សនៅមុនសម័យអង្គរនៅមេលុបហើយនៅកំពង់អាស័យទួលគោកព្រះហ្នឹងក៏មានសិលាចារឹកមុនសម័យអង្គរដែរគេកាន់សាសនាព្រាហ្មណ៍ដូច្នេះកន្លែងនេះមានប្រវត្តិសាស្ត្រច្រើនជាប់តាក់ទងហើយពីរាំងយើងនេះពីដើមគេហៅស៊ីធោស្ដាំមានអានោះស៊ីធោកដាលអានោះស៊ីធោអានេះស៊ីធោស្ដាំហើយដល់ឲ្យហៅពីរាំងហ្នឹងគេសង្ស័យភិក្ខុដឹកនាំធ្វើចម្បាំងពីដើមគេហៅថាពុះពីរាំងផងហើយដូច្នេះឯកសារទាំងអស់ហ្នឹងកំពុងតែស្រាវជ្រាវរកប្រភពរកប្រវត្តិមិនទាន់ច្បាស់ប៉ុន្តែនឹងមានតម្រុយខ្លះហើយព្រះគុណជាអង្គម្ចាស់និយាយពីរឿងប្រសពប្រែងហ្នឹងខ្ញុំកណាលឮគេថាលោកស្រឡាញ់អាទេសហើយនឹងស្រឡាញ់គោណាគិតសនំពរឲ្យបច្ចាអធិការវត្តតាំងស្នាយហើយនឹងអាចារ្យហ្នឹងឆ្លាក់រូបស៊ីម៉ងរូបអាទេសគោមួយដែរដាក់រូបប្រសពនឹងគង់នៅលើអាទេសហ្នឹងហើយនៅកដាលវត្តនៅសួនច្បារហ្នឹងទុកអនុស្សាវរីយ៍ទៅអាហ្នឹងជាអនុស្សាវរីយ៍ជំនាន់ប្រសពប្រែងលោកតាណាក៏ជិះអាទេសដែរហើយមានគេថាលេងចេះទៀតណាគេតាណាលេងថាលោកតាទឹមកោញីអញទឹមតកោញីដែរអញមានទឹមម៉ែណែឯងណាលេងគេថាចឹងទៀតណាហើយលោកមាត់ក្អេងក្អាងមែនប៉ុន្តែលោកបតីល្អរលុយរកកាក់បានមកលោកដើរទិញកបិតទិញបថៅទិញអាដេញជាប់ទិញអីចែកប្រជាជនធ្វើស្រែទៅជាងការទេអញ្ចឹងមែនទេអត់ញោមគេថាចូលចិត្តទិញជាប់ទិញកបិតទិញអីចែកប្រជាជនទៅវិញហើយមួយទៀតពេលដែលគេប្រជុំថ្ងៃណាមួយហ្នឹងមន្ត្រីសង្ឃគេថាសនំពលលោកតាលោកក្មេងល្មមថាលោកតាចាស់មិននិយាយថាលោកក្មេងល្មមហ្នឹងទៅណាមកណាកុំឲ្យកាន់ឈើច្រត់អីមើលទៅដូចមិនតំណងគេកំពុងឲ្យនិយាយដល់តំណែងមន្ត្រីសង្ឃថ្នាក់ធំគេនិយាយលោកទៅចាប់ក្បាលមីក្រូអង្គុយទាញខ្វាក់មកដល់កាន់ទៅឈើច្រត់បើអារាថាវាយក្បាលអានោះហ្នឹងពួកគេកាន់ឈើច្រត់ហ្នឹងគេទុកការពារសត្រូវហ្នឹងកាន់ការពារខ្លួននឹងការពារសត្រូវផងបើមានអាណាថាវាយអានោះហ្មងណាចប់អាហ្នឹងគេលោកថាលេងអញ្ចឹងណាប៉ុន្តែងាកមកចេតដីបាញ់នេះចេតដីនេះខ្ញុំកណាកំពុងនិយាយប្រធានបទពីរឿងក្មេងធ្វើបន់ឥឡូវនឹកឃើញអារឿងក្មេងហើយនឹងចេតដីហ្នឹងម្ដងក្មេងតូចប៉ុណ្ណឹងអីចឹងអាយុ6 7ឆ្នាំដើរជាមួយម្ដាយចាស់មកឃើញគេធ្វើចេតដីក៏ស្រាប់ទៅសួរម៉ែគេធ្វើអីគេថាគេធ្វើចេតដីណាកូនគេធ្វើអីគេម៉ែកូនណើយគេធ្វើដាក់ធាតុព្រះវាបានប្រយោជន៍អីកូនណើយមហិទ្ធនោមានមហិទ្ធរុទ្ធច្រើនមហាភោគោមានទ្រព្យសម្បត្តិច្រើនមហាដេជោកើតឡើងមានយសស័កមានតំណែងមហាបញ្ញោមានបញ្ញាឆ្លាតគេជឿអញ្ចឹងគេថាជឿថាធ្វើចេតិយហ្នឹងណាបានសេចក្តីសុខបានមហិទ្ធរុទ្ធបានបុណ្យបានអាយុវែងបានអីច្រើនណាស់កូនណើយបានគេធ្វើចេតិយហ្នឹងកូនហ្នឹងមនុស្សវាយល់ធម៌ពីក្មេងគ្រាន់តែលឺប៉ុណ្ណឹងវាស្ទាបកដោះខ្សែកផ្លែតម៉ែខ្ញុំសុំយកខ្សែកចូលចេតិយគេបានដែរហើយកូនឯងក្មេងប៉ុណ្ណឹងចង់ធ្វើចេតិយចេះធ្វើតែកូនធ្វើតែបានធ្វើចេតិយគេទៅកូនហ្នឹងរស់ស៊ីកាន់តែមានបានសុខសប្បាយមកជាតិហ្នឹងស្លាប់ទៅកើតឋានសួគ៌ដល់តែចុះមកវិញមកកើតនៅក្រុងរាជក្រឹសបានជាកូនមហាសេដ្ឋីនិយាយពីស្អាតមិនដឹងថាប្រៀបជាមួយពីណាទេប្រៀបជាមួយមហាថៃស្អាតជាងមហាថៃឥឡូវប្រៀបជាមួយកណាហ្មងស្អាតជាងកណាប្រហែលជាជាង2លានដងហ្នឹងស្អាតណាស់កូននោះស្អាតមែនតើហើយជាអ្នកមានបុណ្យកើតក្នុងតកូលសេដ្ឋីវាចៃដុនមានអាប្រុសម្នាក់នោះកូនសេដ្ឋីដែរទ្រព្យសម្បត្តិច្រើនអត់មានប្រពន្ធនោះញោមមកស្រាប់តែទីបំផុតពីរនាក់ហ្នឹងបានគ្នាតកូលទាំងពីរមានទ្រព្យសម្បត្តិដូចគ្នាហើយ
បានជាប្តីប្រពន្ធនឹងគ្នានៅលើកំណត់ទ្រព្យសម្បត្តិហ្នឹងក៏ដឹងថាអញបានកើតមកជាអ្នកមានទ្រព្យសម្បត្តិនេះមកពីជាតិមុនអញកសាងចេតិយបើអញ្ចឹងឥឡូវព្រះសិរីបុត្រមកបរិនិព្វាននៅរាជក្រឹសនេះគេកសាងចេតិយលោកនៅនិលន្ទានាងទៅកសាងគេទៅគោរពបូជាចេតិយនឹងម្ដងទៀតឥឡូវហ្នឹងនាងទៅនិព្វានទៅឋានសួគ៌បាត់ហើយហើយចេតិយនៅទោះសពថ្ងៃតាចេតិយនៅរាជក្រឹសនៅមកកណាត់ចេតិយព្រះសិរីបុត្រហ្នឹងគេថាបើសិនជានាងមកកើតជាមនុស្សជាមហាអុកញ៉ាគ្មានលេខដាក់ទេទ្រព្យសម្បត្តិប៉ុន្តែនាងទៅសោយសម្បត្តិទៅឋានសួគ៌ឯណោះដែលអានិសង្ឃកសាងបច្ចេតិយហ្នឹងណាញោមណាហើយមួយទៀតប្រគុណម្ចាស់តើដឹងដែរផ្សារណាលក់អាយុផ្សារណាលក់ពណ៌សម្បល់ផ្សារណាលក់សេចក្តីសុខតើផ្សារស្នៃពលឬផ្សារកំពង់កំពិលមានលក់ដាក់អាយុលក់អត់មានទេក្នុងមីលិនបញ្ហាថាអាយុគេដាក់លក់នឹងចេតិយហ៎ញោមហាមិនចឹងអ្នកណាកសាងចេតិយអ្នកណាបោសសមាធិចេតិយអ្នកណាគោរពចេតិយអ្នកនឹងទិញបានអាយុវែងបានសេចក្តីសុខបានពណ៌សម្បល់ស្អាតអ្នកបោសចេតិយទៅបានស្អាតហើយគោរពចេតិយនឹងបានពណ៌សម្បល់ស្អាតនិងសេចក្តីសុខអាយុវែងអញ្ចឹងទិញអាយុបានពីចេតិយទិញដោយសទ្ធាណាញមើលឃើញដែរហ៎និយាយពីស្ដេចមួយទៀតឈ្មោះថាកូនណាលរាជកុមារកើតឡើងជាកូនស្ដេចមានរូបឆោមលំពណ៌ល្អក្នុងតកូលស្ដេចមកពីជាតិមុនកសាងចេតិយដែរចេតិយចាស់គេទេញោមមកគេវាយបាក់បែកហើយគេបកយកមាសគេបិទមាសណាដល់តែគេបកយកមាសវាយបាក់បែកបរោះម្នាក់ហ្នឹងក្មេងដែរស្រាប់តែឃើញអញ្ចឹងទៅថ្វាយអង្គមស្ដេចឃើញប្រជាជនយំស្ដាយចេតិយហ្នឹងសួរថាព្រះអង្គខ្ញុំព្រះអង្គចង់សុំជួសជុលចេតិយតើព្រះអង្គអនុញ្ញាតទេស្ដេចនឹងថាជួសជុលអីជួសទៅគាត់ជួសជុលចេតិយគេនឹងឲ្យស្អាតឡើងវិញហើយជារូបព្រះមួយអង្គទៅដាក់ទៀតអានិសង្ឃប៉ុណ្ណឹងធ្វើឲ្យគាត់រស់ស៊ីមានបានទៅកើតឋានសួគ៌ដល់តែចុះមកវិញបានកើតក្នុងតកូលស្ដេចឈ្មោះកុណាលរាជកុមារនឹងមានរូបឆោមល្អបានតកូលខ្ពង់ខ្ពស់យកមើលឃើញអានិសង្ឃចេតិយនឹងខ្លាំងណាស់ព្រះមោគលានឃើញទេវបុត្រទេវធីតាមកគូពីអ្នកដីប្រពន្ធស្អាតអើយស្អាតមកថ្វាយអង្គមចូលឡាមនីចេតិយនៅឋានសួគ៌ឯណោះក៏សួរថានាងណែអ្នកអង្កើតនៅជាមនុស្សកសាងបុណ្យអីបានមកកើតមកជាទេវបុត្រទេវធីតាស្អាតអញ្ចឹងប្តីនឹងប្រាប់ថាព្រះអង្គហើយបនបន្តិចមិនគួរណាប្រាប់សោះមើលប្រាប់មើលយើងចង់ដឹងព្រះអង្គហើយរុករស់ស៊ីក្នុងព្រៃកាប់អស់កាប់វស្រាប់តែឃើញចេតិយចាស់របស់គេចោលក្នុងព្រៃមិនដឹងថាបោះនរណាទេប៉ុន្តែនឹកថាម៉ែគេក៏ដូចម៉ែយើងចេះតែគោរពទៅកាប់ឆ្កោឲ្យស្អាតបោះសមាធិចេតិយនឹងហើយយកកម្មាមួយដាក់ធ្វើតុងនឹងទៅបូជាចេតិយនឹងត្រឡប់មកវិញប្រពន្ធចេះតែសង្ស័យបាត់កម្មាមិននឹងទៅដេកឯណាភ្លេចទេក៏លួងប្រាប់ប្រពន្ធថាឯងអើយយើងគ្មានអីធ្វើបន់គេទេមានតែចេតិយគេនឹងដាក់កម្មាមួយបូជាឯងអនុមោទនាទៅប្រពន្ធនឹងក៏អនុមោទនាជាមួយបានជាខ្ញុំព្រះអង្គមកកើតជាទេវបុត្រទេវធីតាទាំងពីរនឹងមកពីគោរពចេតិយគេនឹងណាព្រះអង្គអូអស្ចារ្យអញ្ចឹងខ្ញុំមើលឃើញដែរប៉ុន្តែបើមិនគោរពបាបប្របាទពុំពិសាត្រូវគេអាបាតជើងវះអង្គន់ណាញោមណាប្រឡាក់ដោយអំបិលនឹងប្រេងល្ងហើយឆ្អើភ្លើងឡើងក្រៀមជើងនឹងរហូតដល់ស្លាប់យ៉ាងវេទនាមកពីអីអានឹងឲ្យដើរជន់ចេតិយគេពីជាតិមុនចេតិយគេស្អាតហើយឯងទៅជន់ឲ្យប្រឡាក់ហើយម្យ៉ាងជន់កំរាលសងទៀតបានគេអាបាតជើងហើយញោមចង់ឲ្យពិការជើងដែរអត់បើចង់ឲ្យពិការដែរធាក់ចេតិយគេលេងញោមហើយបើចង់កើតដល់មុខកវែងក្បាលយកខ្ជុំគូចេតិយគេលេងទៅណាញោមណាហើយបើចង់កើតជាប្រែតទៅនោមដាក់ចេតិយគេទៅគង់ឲ្យកើតឆាប់បើដូច្នេះហើយចេតិយនេះចេតពាំងពោចេតពន្តិនណាគោរពចេតិយនេះគឺជាកន្លែងគួរគោរពនណាគោរពអ្នកនឹងឯងបានសេចក្តីសុខបានអាយុវែងទេវតានៅកន្លែងហ្នឹងតាមថែអាសាមានភិក្ខុសង្ឃមួយអង្គឡើងបោះចេតិយនៅឯប្រទេសស្រីលង្កាល្អលជើងធ្លាក់មកលោកភាវនាថាប្រតាំងមង្រកតុកពស់ដែលលោកត្រូវសគុតស្រាប់តែធ្លាក់មកអត់មានសគុតអីសោះហាក់ដូចជាព្រះបរិត្តនិងទេវតាជួយថែអាសាការពារជីវិតលោកឲ្យឋិតថេរនៅបានមានជាងមួយក្រុមទៀតឡើងធ្វើចេតិយល្អលជើងធ្លាក់ទៀតក៏នឹកថានឹកពេជ្ជសោតភ្លាមនឹកពេជ្ជសោតស្រាប់តែថ្មអត់នៅក្នុងចេតិយនោះមួយលៀនចេញមកខាងក្រៅជាងនឹងតោងជាប់នេះគឺជាព្រឹត្តិការណ៍ពិតដែលគេសរសេរទុកប្រវត្តិសាស្ត្រប្រទេសស្រីលង្កានឹកថាអស្ចារ្យណាស់តោងចេតិយនឹងជាប់អញ្ចឹងមកក៏នៅរស់ទល់អស់អាយុទៅមិនងាយស្លាប់អាយុខ្លីទេញោមហើយម្ល៉េះហើយអ្នកគោរពចេតិយនេះបានបុណ្យបានអានិសង្ឃច្រើនបានគេនាំគ្នាកសាងគេគោរពបច្ចេតិយប៉ុន្តែអ្នកកេងបច្ចេតិយនឹងក៏បាបដែរពីជំនាន់ព្រះមានភិក្ខុសង្ឃមួយអង្គញោមឲ្យប្រហែលជា7 8ទឹកបួសឡើងកតលដូចទៅសក់ស្រូវទុំអញ្ចឹងញោមហើយដល់តែឆានហើយគេធ្វើបាបចាប់ទៅប្រមៀលទៅវិលតបយើងវិលឡើងមកជុំឲ្យឈប់លោកវិល 4-5 ជុំឯនោះមកពីលោកមូលស្អាតហើយទឿនឹងទឿរាប់រយជាតិមកហើយមកពីជាតិមុនជាងធ្វើចេតិយគេប៉ុន្តែចិត្តទៅលួចបថយកពស់គេឲ្យធ្វើថាឥឡូវឲ្យធ្វើ20 ម៉ែត្រគាត់ធ្វើតែ8-10 ម៉ែត្រទៅចំណេញកពស់យកលុយគេថាទៅ
ទៀបមិនជាងមើលពីក្រោមទៅវាឃើញទៀបចឹងហើយតាមពិតឡើងទៅមើលលើបានឃើញខ្ពស់ចិត្តតែបថយអាខ្ពស់គេនឹងបានកើតមកទឿនឹងបដ ហើយបានអា8ទឹកនឹងណាញោមណាអញ្ចឹងចេតីនេះណានាមិនគោរពបាបប៉ុន្តែបើយើងគោរពបានបុណ្យណាញោមណាធាតុម៉ែឪយើងបីដូចធាតុព្រះដែរដាក់ទៅគោរពបានបុណ្យអញ្ចឹងញោមកសាងចេតីបានបុណ្យអានិសង្សគ្រប់ហើយណាញោមគេថាកូនល្អជាមួយអាត្មាប្រាប់ណាកូនល្អគឺកូនមានអាយុថ្លៃកូនមិនចយត់មិនងាយស្លាប់តៃហោងសំដៅទៅលើកូនណាមានធម៌6ទី1កូនណាស្ដាប់ពាក្យព្រានបដៅម៉ែឪដោយគោរពទី2កូនណាចិញ្ចឹមម៉ែឪទី3កូនណាព្យាបាលជំងឺពេលគាត់ឈឺទី4កូនណាធ្វើបុណ្យពេលថ្ងៃគាត់ស្លាប់ទី5កូនណាកសាងស្ថានភ្នំតូបបច្ចេកដីសម្រាប់តម្កល់ធាតុគាត់ទី6កូនណាធ្វើបុណ្យឧទ្ទិសជូនគាត់ដូចបុណ្យ100ថ្ងៃជាដើមហ្នឹងកូនណាមានធម៌6យ៉ាងនេះទេវតានឹងថែរក្សាកូននឹងនឹងមានអាយុវែងមិនងាយស្លាប់តៃហោងទេគេសម័យកូវីដគេស្លាប់រាប់លានអ្នកក៏យើងមិនងាយស្លាប់គេមានឧបសគ្គគ្រាប់សង្គ្រាមចម្បាំងរាំងជលគេស្លាប់លាន់ក៏យើងមិនងាយស្លាប់ដែរណាញោមមើលឃើញដែរដូច្នេះហើយជាកូនមានអាយុថ្លៃឥឡូវរាប់ទាំង6ទៅដូចជាញោមមានគ្រប់ទាំងអស់ណាញោមណាបាទអញ្ចឹងត្រូវដើរតួនាទីជាកូនល្អហើយនៅអាទី6នេះគឺធ្វើបុណ្យឧទ្ទិសឲ្យយើងធ្វើ100ថ្ងៃហេតុអីបានជាធ្វើ100ថ្ងៃកាលពីស្លាប់ដំបូងយើងធ្វើឲ្យគេហៅថាមគ្គតកៈទានឬមគ្គតកៈផាត់ហើយបន្ទាប់មកទៀតគេធ្វើថ្ងៃ7ហើយបានធ្វើថ្ងៃ7គេថាអ្នកស្លាប់នឹងបើសិនជានៅអាឡោះអាឡៃបងប្អូនកូនចៅប្តីស្រីទីសម្បែងទ្រព្យសម្បត្តិអីហ្នឹងណាស្លាប់ទៅអត់ទាន់ទៅណាទេកើតបដោះអាសន្ន7ថ្ងៃសិននៅហ្នឹងអញ្ចឹងដល់ថ្ងៃទី7បានតដំណើរទៅទៀតគេធ្វើបុណ្យឲ្យទាន់ដល់ថ្ងៃទី7ហ្នឹងដើម្បីឲ្យគាត់យកបុណ្យហ្នឹងទៅកើតជាមនុស្សឬទេវតាហើយចុះអាហ្នឹង7ថ្ងៃរួចចុះអា100ថ្ងៃហ្នឹងអាមិនដែរ100ថ្ងៃហ្នឹងអញ្ចេះលើកយើងថាឲ្យប្រគុណម្ចាស់មិញថាស្លាប់ទៅនរណាមានបុណ្យទៅកើតជាទេវតាឬជាមនុស្សនរណាមានបាបទៅនរកប្រែតចុះបើបុណ្យឲ្យបាបស្មើគ្នាឲ្យទៅកើតឯណាបើបុណ្យឲ្យបាបស្មើគ្នាចូលទៅកាន់សំណាក់យមរាជសិនអត់ទាន់ទៅកើតឯណាទេអ្នកខ្លះខំធ្វើសិលដែរប៉ុន្តែយើងគិតមើលឥឡូវយើងគិតខ្លួនយើងតាំងពីក្មេងមកទល់ប៉ុណ្ណេះវាយកូនកែបអស់ប្រមាណវាយកទុំរុយអស់ប្រមាណតាំងអាត្មានឹងអស់កតុំរុយប្រមាណនេះធ្វើកភ្លួងដាប់បាញ់កតុំរុយនៅពីក្មេងណាញោមណាម្លោះឲ្យតម្រាំទៅមកបួសនេះនឹងធ្វើបន់បានប្រមាណហើយញោមញាតចឹងដែរជួនកាលតម្រាំមកកាន់សិលកាន់ចុះកាន់ឡើងទៅអញបាបពេញបន់ដូចស្មើតែគ្នាស្រួលទៅសិលមកវិញនិយាយដើមគេជេរបចោគេពេញហ្នឹងទៅបន់ទៅបាត់ស្បែកជើងជេរបចោដាក់ទៅនេះអាអ្នកយកស្បែកជើងហ្នឹងទៀតបាត់ក្របស្រាក់ច្រឡំក្របស្រាក់ស្រួលជេរគ្នាប៉ះពៀនតិចតួចឆ្លោះគ្នាចំណែនរឿងនំមកកញ្ចប់ហ្នឹងអញមិនទាន់យកផងវាវិចឲ្យចៅវាអស់លីងអញមិនបានអីមួយម៉ាត់ផងខឹងគ្នានិយាយដើមចុះនិយាយដើមឡើងបន់ឲ្យបាបលាយទៅគ្នាហើយបើលាយគ្នាបើស្មើគ្នាឲ្យទៅកើតឯណាតែនឹងស្លាប់ទៅចូលសំណាក់យមរាជសួរសំណួរសិនសួរនឹងសួរដើម្បីឲ្យយើងនឹកឃើញបន់ខ្លះពីព្រោះថាគេហៅថា50បូក1ញោមលុយខាងនេះ10000ខាងនេះ10000ដូចគ្នាបើនរណាមានតែមកៈឬ1រៀលទៀតឈ្នះអញ្ចឹងបន់ឲ្យបាបស្មើគ្នាបើនរណានឹកឃើញតែបន់តែមួយជ្រោយឈ្នះអញ្ចឹងបានយមរាជចេះតែសួររនឹកបន់គេលើយើងរនឹកឃើញយើងត្រេកអរនឹងបន់នោះបានមួយជ្រោយទៀតឈ្នះហើយបើសួរឲ្យរនឹកមិនឃើញទៀតយមមកបាលយមរាជហ្នឹងក៏ជួយរនឹកឲ្យយើងជួនកាលបនយើងធ្លាប់ធ្វើវាជួយរំលឹកឲ្យយើងដូចជាឃើញយើងដាក់បាតលោកឃើញភ្លើងឆេះដូចជាពណ៌លោកទៅក៏យើងចេញរួចត្រេកអរដូចរឿងសុបិនកុមារឃើញជាពណ៌ភ្លើងឆេះដូចពណ៌ជាពណ៌លោកអ្នកខ្លះឃើញកូនធ្លាប់បួសប្រើជាពណ៌ដើរទៅលន់ផឹបទៅដល់ភ្លើងឆេះផឹបទៅក៏នឹកឃើញតែអញធ្លាប់បួសកូនអញធ្លាប់ទៅហែកឋិនអញ្ចឹងក៏ត្រេកអរនឹងបនហ្នឹងបានបនមកជ្រោកទៀតទៅក៏វាចេញរួចត្រឡប់មកវិញហើយជួនកាលបនខ្លះរនឹកឲ្យជួនកាលយមរាជបនមែនក៏ត្រេកអរចេញរួចនៅពេលដែលយមរាជសួរហើយយើងឆ្លើយមិនរួចទៀតយមរាជនឹងសួរសំណួរមួយទៀតដែលដូចគ្នាទាំងអស់នរណាក៏គេសួរចឹងដែរគឺសួរទេវទូតបើយើងឆ្លើយទេវទូតនោះរួចនឹងចេញរួចពីកន្លែងហ្នឹងហើយបើឆ្លើយមិនរួចទេគេឃុំទុកឲ្យអត់ទាន់បានមកកើតទេហើយដល់តែឆ្លើយទេវទូតនឹងមិនរួចទេគេឃុំទុកអត់ទាន់បានមកកើតទេគេបើកសវនាការម្ដងទៀតនៅថ្ងៃទី100ច្បាប់គេពិសេសចឹងដល់ថ្ងៃទី100គេបើកសាវនាការម្ដងទៀតគេថាណែណាឯងតាំងពីស្លាប់មកគ្រប់100ថ្ងៃហើយឥឡូវថ្ងៃនេះមានច្បាប់ពិសេសមួយថ្ងៃហោះយមបបាលដើរទៅរកមើលក្រែងមានបងប្អូនណាធ្វើបន់ឲ្យបើមានបងប្អូនណាធ្វើបន់ឲ្យគាត់មកទទួលផលបន់នោះទៅកើតជាមនុស្សទៅកើតជាទេវតាវិញចុះហើយបើគ្មានបងប្អូនណាធ្វើបន់ឲ្យទេឲ្យគាត់មករងទុកនៅនេះតទៀតតលអស់កម្មតែម្ដងគេសិក្សាឃើញតែហ្នឹងបានគេនាំគ្នាបង្កើតកម្មវិធីបន់មួយឲ្យតណាថ្ងៃទី100ហ្នឹងឲ្យឈ្មោះថាបន់100ថ្ងៃបន់100ថ្ងៃសរុបលទ្ធផលទៅមានន័យថាបើឪពុកយើងម្ដាយយើងស្លាប់ទៅចូលសំណាក់យមរាជមិនទាន់បានមកកើតជាមនុស្សទេវតាទេគាត់នឹងរួចពីកំណើតនោះនៅក្នុងថ្ងៃទី100ហ្នឹងណាញោមណានឹងបានត្រឡប់មកវិញក្នុងថ្ងៃទី100ហ្នឹងហើយចុះ
យាយខ្លះតវ៉ាថាដេចគុណហើយលើសបាត់ហើយហ្នឹងបថយរសៅអាទិត្យបន្ថែមរសៅអាទិត្យអាហ្នឹងអាមិនដែរលើសពី100ក៏ដោយខ្វះពី100ក៏ដោយឲ្យតែយើងធ្វើប្រកបដោយអង្គ3ទី1យើងចូលប្រគេនផ្ទាល់ទី2យើងឧទ្ទិសហើយទី3អ្នកនោះមកអនុមោទនាហើយបើគាត់មិនដឹងទេបានអាចារ្យផ្ដាំផ្ញើតាមទេវតាដោយពាក្យសូត្រថាទេវាគន្ធថ្វានវិទយងនោះឲ្យទេវតានឹងនាំតំណែងទៅប្រាប់បើផ្ញើតាមទេវតាលើសពី100ដោយខ្វះពី100ដោយតែទេវតានាំទៅប្រាប់គាត់ទទួលបានដូចគ្នាណាញោមណាហើយបើគាត់ទទួលបានគាត់នឹងមកកើតជាមនុស្សទេវតាហើយឯកូនទាំងអស់ហ្នឹងគាត់នឹងបានសេចក្តីសុខចម្រើនអានិសង្សកតញ្ញូនឹងធ្វើឲ្យយើងបានកូនមកក៏កូនល្អរស់នៅក៏បានអាយុវែងរស់ទទួលទានក៏មានបានគេស្រឡាញ់គេចូលចិត្តគេអាណិតគេអាសូររស់នៅបានសេចក្តីសុខតរៀងទៅព្រោះយើងចេះធ្វើបុណ្យជូនមេត្តាបិតាទេវតាតាមថែអាសាយើងធ្វើឲ្យគ្រួសារតិចតិជុំណាញោមណាទទួលពរជ័យពីម៉ែពីឪចាចង់សួរប្រគុណម្ចាស់ពីរឿងបរាភវៈសូត្រពីរឿងប្រែតអីដែរបិណ្ឌប្រជុំប៉ុន្តែអស់ម៉ោងអស់ពេលហើយបើដូច្នេះសូមប្រគុណម្ចាស់លើកឡើងជូនពរជូនជ័យញោមញាតិនឹងបញ្ចប់ធម៌តែម្ដងទៅសូមនិមន្តហ្នឹងហើយកំពុងតែពីរោះស្រួលហើយលោកអុយអាត្មាឲ្យពរហ្នឹងហើយឲ្យពរហើយពីគុណមហាថែអាចតែជាប់មាត់បាច់បើខ្ញុំកណ្ដាលមើលទៅឃើញងាយជាប្រខ្លះភ្នែកទូជាប្រាប់ថាលោកមួយអើយលោកតាអើយកុំលេងវែងពេកឥឡូវលោកឲ្យបញ្ចប់ពធទេសនាហើយទេសនាវាសានេកិរិយាបញ្ចប់នៅព្រះសទ្ធម្មវិសេសទេសនាតាំងនាមឲ្យព្រះគុណព្រះមហាថែផងនិងនាមបទស្មាផងសូមប្រម៉ែប្រមូលប្រមុំពុកព្រមអត្ថមនិញផលវិបុលសុខមហាប្រសាទគ្រប់យ៉ាងឧទ្ទិសជូនដល់លោកអអ្នកសប្បុរសប្រុសស្រីទាំងឡាយដែលមានប្រសាទសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនាមានលោកអ្នកម្ចាស់ដើមទានប្រធានដើមបុណ្យព្រមទាំងលោកអ្នកសប្បុរសប្រុសស្រីទាំងឡាយសូមបានជួបតែនឹងសេចក្តីសុខកាយសប្បាយចិត្តរីករុងរឿងចម្រើនក្នុងលោកទាំងពីរគឺអធិលោកនិងបរិយលោកទោះលោកអ្នកមានចិត្តពោបំណងប្រាយ៉ាងណាជាពុទ្ធគោលបលោសាវៈសាវិកាពុទ្ធបិតាពុទ្ធមេតាក្តីណាក៏សូមបានស្វែងរស់រាន់តនចិត្តរបស់លោកអ្នកនៅក្មេងខំរកទទួលទានសូមមានសូមបានកើតកាលវាលគុំតិចជុំជើងដៃរបស់ណាឆ្ងាយសូមចិត្តរបស់ក្រពិតសូមកើតមានសត្រូវមកពីមុខសូមឲ្យរំលងសត្រូវមកពីក្នុងសូមឲ្យរលាយស្រីនៅឆ្ងាយសូមឲ្យคลายមកជាមិត្តសត្រូវនៅចិត្តសូមឲ្យបកបាក់ក្ររាជាបោវាជាឆ្ងាយដោយអំណាចបុណ្យកុសលដែលញាតិញោមពុទ្ធបរិស័ទបានធ្វើក្នុងឱកាសពេលនេះមុននឹងបញ្ចប់ពធទេសនាសូមញាតិញោមមិនលើឡើងនៅសត្វសញ្ញាថាសាធុឲ្យព្រមគ្នាបណ្ឌសាធុនេះចែកជាពីរយ៉ាងទី1ថាសាធុឲ្យបានបុណ្យបានកុសលទៅមេត្តាបិតាជាដូនជាតាញាតិមិត្តសៃសាលោហិតទាំងអស់ហ្នឹងទី1យ៉ាងទី2ថាសាធុចប់ឲ្យឆ្លាស់ឆ្លាញ់តែងុយដេយ៉ឲ្យយូរណាស់ហើយនោះញាតិញោមណាក្នុងសត្វញាតិញោមយកមួយណាក៏បានអ្នកយ៉ាងធម្មទេសនាសង្ឃេពេនិតិតាការរៀបរាប់សម្ដែងពធទេសនាជារបៀបបច្ឆាវិស័យជនីមានប្រមាណប៉ុណ្ណេះសន្មតតែចប់ដោយសង្ខេបអេវ៉ាំង